ត្រង់ត្រីនៅជាកលិកាធិការនៃសមាគមអតីតយុទ្ធជនហើយមិនចង់ភ័យអតិសនាមច្រឡំដឹងតពូច្រឡំយ៉ាងម៉េចវើសម្ដេចតេជោច្បាស់ណាស់គាត់សក់ខ្មៅហើយសង្ហាជាខ្ញុំឆ្ងាយហើយការខ្ញុំនៅសក់ខ្មៅថាច្រឡំចុះឥឡូវសក់ខ្ញុំដល់សទៅហើយបាទបន្ទោះជាយ៉ាងណាអរគុណណាស់ហើយសូមកោតសរសើរចំពោះអាដាមគុណគីមនិយាយរួមខ្ញុំសរសើរគាត់មួយគឺសិល្បៈនៅក្នុងការចលនាដែលថាមិនងាយមានអ្នកដែលថាទេបានបាទជាពិសេសនៅរាល់សកម្មភាពរាល់កម្មវិធីទាំងអស់ចលនានៅក្នុងការជួយឧបត្ថម្ភទៅដល់អតីតយុទ្ធជនមិញគាត់មកគាត់ថា200ផ្ទះបាទហើយមិញនៅក្នុងការប្រហែល200អញ្ចឹងឥឡូវឡើង300ជាងបាទគ្រាន់តែអានមសន្តរកថាចេញជាង100ផ្ទះបន្ថែមដើម្បីផលប្រយោជន៍អតីតយុទ្ធជនរបស់យើងហើយក្នុងការចលនានេះតាក់ទងនឹងសមាគមអតីតយុទ្ធជនបើពាក់ព័ន្ធនឹងបទពិសោធន៍ខ្ញុំផ្ទាល់ព្រោះកន្លងទៅពេលដែលខ្ញុំនៅជើងគោកនោះខ្ញុំបានជួបជាមួយនឹងថ្នាក់ដឹកនាំកងទ័ពជាច្រើនពេលនោះមានការព្រួយបារម្ភអំពីការបដិកលាជាមួយអតីតយុទ្ធជនតែយើងមានសមាគមអតីតយុទ្ធជនហើយពេលនោះខាងកងកម្លាំងបរាវុធអត់បានចូលរួមផ្ទាល់ដោយឥឡូវទេឥឡូវយើងមានប្រធានសមាគមតាមរាជធានីខេត្តសិតតែពីកងកម្លាំងបរាវុធពីមុនគឺមានក្រសួងសង្គមគិច្ចព្រោះយន្តការនេះដែលបង្កើតឡើងដំបូងគឺអាយដាមឥតសំហេងកាលពីគាត់នៅជារដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតជនក៏បានបង្កើតឡើងហើយពេលនោះគឺប្រើយន្តការអតីតសមាគមអតីតយុទ្ធក្រសួងសង្គមគិច្ចពីលើដល់ក្រោមហើយកន្លែងស្រុកខ្លះគឺយើងអត់មានការឡៃផងអញ្ចឹងការបដិកលារៀងលំបាកហើយខាងកងកម្លាំងបរាវុធកាលនោះដូចជាប្រធានកិត្តិយសទេនៅតាមខេត្តអញ្ចឹងបញ្ហាប្រឈមគឺពេលដែលអតីតយុទ្ធជនបានចូលនិវត្តន៍គឺផ្ទេរទៅឲ្យសង្គមគិច្ចអញ្ចឹងកន្លែងខ្លះក៏មានអារម្មណ៍ថារងាមិនមែនថាដោយសារសង្គមគិច្ចមិនយកចិត្តទុកដាក់នោះទេគឺការខិតខំប៉ុន្តែរងាដោយសារមួយជីវិតធ្លាប់ធ្វើទាហានធ្វើប៉ូលីសដល់ពេលចូលនិវត្តន៍ដូចផ្ដាច់ចេញតែម្ដងពីទាហានពីប៉ូលីសពីអវតារអញ្ចឹងបានរៀបចំកែសម្រួលលក្ខន្តិកៈជាវិសោធនកម្មសម្ដេចតេជោក៏បានផ្ដល់គូការអញ្ចឹងយើងបានរៀបចំកែសម្រួលពេលនោះប៉ុន្តែអ្វីដែលលំបាកក្រោយពីរៀបចំយន្តការថ្មីហើយគឺរអគ្គលេខាធិការមួយដែលសកម្មក្នុងការដឹកនាំអញ្ចឹងជជែកគ្នាមួយអាដាមមាសវនអាដាមមជ្ឈឌូនអញ្ចឹងក៏បានចូលមកគឺសម្ដៅអាដាមនេះអាដាមសនីហើយខ្ញុំថាលំបាកជាងគេគឺ lobby គាត់ឲ្យទទួលនៅក្នុងជាតួនាទីអគ្គលេខាធិការហ្នឹងឯងតែពេលនោះដើមជាហ៊ានមុនគាត់កំអីអត់ជោគជ័យពេលនោះគាត់នៅជាប្រធានគណៈសមរភូមិមុខនៅឡើយក្រោយពីសង្គ្រាម2008 2011ចំនួនព្រំដែនអញ្ចឹងខ្ញុំដឹងថាពេលដែលអញ្ជើញគាត់មកធ្វើនេះគឺប្រកាសជាគាត់បដិសេធហើយអញ្ចឹងខ្ញុំដឹងថាមានតែម្នាក់ទេដែលគាត់ស្ដាប់អញ្ចឹងទៅ lobby សម្ដេចតេជោមុនទៅកាលនោះបញ្ចុះបញ្ចូលគាត់ចុះឡើងគាត់ថាបើឲ្យប្រគិមធ្វើក៏បានអញ្ចឹងគាត់ទៅ lobby គាត់ហើយខ្ញុំចាំនៅក្នុងឡានជាមួយអាដាមកឹមបន្តានគាត់លើកសំណួរនឹងភ្លាមគ្រាន់តែលើកភ្លាមគាត់ប្រកែកញ៉ាញគាត់តារវល់ហើយបើអើយជាប់ដឹកនាំបញ្ជានៅខាងមុខអីផងកាលនោះទៅអញ្ចឹងខ្ញុំលេងស្លឹកបៀមែនតើដល់អញ្ចឹងតើឥឡូវបានឆ្លងពុកហើយពុកអត់ឯកភាពហើយអញ្ចឹងចម្លើយនេះបិទច្រកមិនឲ្យឆ្លើយអត់ជំរឿសតែម្ដងគាត់ថាបើមិនដាច់តេជោថាអញ្ចឹងហើយទៅបាទអញ្ចឹងខ្ញុំមានអាចថាមោទនភាពមួយក្នុងកិច្ចការមួយដែលខ្ញុំចូលរួមនៅក្នុងការបង្កើតសមិទ្ធផលនៃសមាគមអតីតយុទ្ធជននេះគឺ lobby អាយដាមនាយដាមសេរីគុណគឹមឲ្យគាត់ទទួលជាអគ្គលេខាធិការហើយលទ្ធផលត្រូវមែនបាទបានដាសកម្មភាពធ្វើមិនឈប់ឈរជំរុញរហូត
lobby រហូតបាទទីតាំងអតីតយុទ្ធជនគ្រប់ខេត្ត lobby ទាំងរដ្ឋាភិបាល lobby ទាំងខេត្ត lobby ទាំងអ្នកជួយសាងសង់ឥឡូវបានច្រើននេះគឺជាសមិទ្ធផលហើយជាក់ស្ដែងដែលខ្ញុំសូមចូលរួមកោតសរសើរដល់ស្ពស់ចំពោះអាដាមទេសរដ្ឋមន្ត្រីគុណគឹមដែលជាកិច្ចការ សមាគមអតីតយុទ្ធជននេះនៅក្នុងការធ្វើពិតមិនមែននៅមុខសរសើរលើកជើងនោះទេប៉ុន្តែដឹកនាំប្រតិបត្តិក្នុងការគៀកោហើយក៏សូមអរគុណណាស់ទៅដល់ប្រធានអនុប្រធានថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនតាមបណ្ដារាជធានីខេត្តស្រុកចុះទៅដល់ក្រៅបើគ្មានការចូលរួមនឹងការខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជនតាមបណ្ដារាជធានីខេត្តតាមបណ្ដាស្រុកក្រោះដែលនៅផ្ទាល់ជាមួយនឹងអតីតយុទ្ធជនរបស់យើងដែលខិតខំគៀកោចលនាជាប្រចាំទុកក៏យើងមិនអាចបានសម្រេចនៅលទ្ធផលដ៏ត្រចះចង់ដែលសមាគមអតីតយុទ្ធជនបានសម្រេចក្នុងរយៈពេលកន្លងមកនេះដែរអញ្ចឹងសូមអរគុណណាស់សូមអបអរសាទរប្រធានកាកបាទក្រហមជួយតាមសម្ដេច100ខ្នងឥឡូវថៃបាន100ខ្នងសម្ដេចកតេប្រហែលជាគាត់មើល live វិញអញ្ចឹងបាទអញ្ចឹងសូមអរគុណដល់សម្ដេចកតេបណ្ឌិតឥឡូវគាត់ថែម100ខ្នងទៀតជូនអតីតយុទ្ធជនចឹងឆ្នាំនេះបូកជាមួយនឹងអ្វីដែលរដ្ឋាភិបាលផ្ដល់ឲ្យបានប្រមាណចូល 1000 ចូល 1000 ឆ្នាំតែ600 1600បាទនេះដែលបាន400អញ្ចឹងចូល 2000 ខ្នងហើយយើងនឹងបន្តកសាងបន្ថែមទៀតសម្រាប់អតីតយុទ្ធជនរបស់យើងបាទមិនតែផ្ទះទេទាំងគោលនយោបាយផ្សេងទៀតយើងនឹងឈានទៅដល់ការជំរុញនិងបង្កើនជាបដានេះគឺជាអ្វីដែលជាការបដិញ្ញាចិត្តរបស់យើងហើយជាថ្មីម្ដងទៀតហើយត្រឡប់ទៅវិញគឺសូមអរគុណផងដែរជូនទៅដល់សប្បុរសជនបាទតែព្រឹកមិញនេះគឺមានការចូលរួមតាំងពីខេត្តតាំងពីវិស័យឯកជនអ្នកអង្គការលោកអ្នកអង្គការក៏ដូចជាប្រជាពលរដ្ឋយើងជាច្រើនដែលបានជួយដល់អតីតយុទ្ធជនសហគមន៍នៅមូលដ្ឋានដែលបានជួយយកអាសានៅផ្ដល់ការគោរពទៅដល់អតីតយុទ្ធជនរបស់យើងនៅគ្រប់កន្លែងបណ្ដាអង្គភាពកងទ័ពអង្គភាពនគរបាលអង្គភាពកងរាជអាវុធហត្ថដែលគោលកម្មវិធីផ្លូវការផ្សេងបណ្ដាចោលខ្ញុំឃើញគឺមានកម្មវិធីផ្សេងតែងតែអញ្ជើញអតីតយុទ្ធជនដែលនៅខាងនោះអ្នកដែលធ្លាប់ចូលរួមនៅក្នុងកម្មវិធីនោះដើម្បីភ្ជាប់នៅបន្តភ្ជាប់ទំនាក់ទំនងនេះគឺជាមោទនភាពនឹងការរៀបចំរួមគ្នាដើម្បីជួយជំរុញនៅការរំលឹកដឹងគុណបាទអភិវឌ្ឍគាត់ជួយ5ខ្នងខ្ញុំភ្លេចការដាច់ការភ្លេចក្រសួងអភិវឌ្ឍថែម5ខ្នងបាទសូមអរគុណបាទហើយបើមានពីណាចង់បន្ថែមទៀតខ្ញុំស្វាគមន៍ហើយអាដាមគុណគឹមបើមានអ្នកថែមមកប្រាប់ខ្ញុំសុខចិត្តអត់អីកុំខ្លាចមិនខានខ្ញុំឲ្យតែបានផ្ទះបន្ថែមជូនអតីតយុទ្ធជនរបស់យើងនៅច្រើននឹងកសាងជាបដាតទៅទៀតអញ្ចឹងថ្ងៃនេះគឺជាបឋមខ្ញុំសូមជាថ្មីម្ដងទៀតស្វាគមន៍ចំពោះវត្តមានអាដាមលោកជំទាវអ៊ំពូមីងបងប្អូនអតីតយុទ្ធជននិងនិវត្តនជនទាំងអស់មកពីក្រសួងស្ថាប័នបណ្ដារាជធានីខេត្តភ្ញៀវកិត្តិយសជាតិកងកម្លាំងទាំង3ប្រភេទយុវជនសសយកយុវជនកាកបាទក្រហមពិសេសមកពីវិជាសាស្ត្រជាតិសង្គមគិច្ចសរុបប្រមាណ 3500 នាក់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីដ៏មានអត្ថន័យថ្ងៃនេះលើក្នុងឱកាសនេះខ្ញុំសូមពំនាំនឹងការផ្ដាំផ្ញើនឹករលឹកនឹងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តនជនកម្ពុជាជូនចំពោះលោកតាលោកយាយអ៊ំពូមីងបងប្អូនអតីតយុទ្ធជននិងនិវត្តនជនទាំងអស់ដោយក្តីស្រឡាញ់រាប់អាននិងនឹករលឹកទិវាអតីតយុទ្ធជននិងនិវត្តនជនកម្ពុជាថ្ងៃនេះគឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុតដែលបងប្អូនអតីតយុទ្ធជននិងនិវត្តនជនព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាបានប្រារព្ធទិវាអតីតយុទ្ធជននិងនិវត្តនជនកម្ពុជាលើកទី19ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចនិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជននិងនិវត្តនជនកម្ពុជា
ដើម្បីបុព្វហេតុមាតុភូមិជាតិមាតុភូមិមួយវិញទៀតដើម្បីឆ្លើយតបនឹងវីរភាពដ៏អង់អាចក្លាហាននិងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជននិងនិវត្តជនដែលបានធ្វើពលកម្មបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនជាទស្សនវិជ្ជារួមទិវានេះនឹងធ្វើការផ្សព្វផ្សាយឲ្យប្រជាជនទូទាំងប្រទេសបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជននិងនិវត្តជនបំផុសចលនាគាំទ្រអតីតយុទ្ធជននិងនិវត្តជនលើកកម្ពស់តួនាទីរបស់អតីតយុទ្ធជននិងនិវត្តជនក្នុងសង្គមជាតិជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឲ្យស័ក្តិសមជាសសរទ្រូងនិងជាអ្នកបន្តវេនប្រកបដោយក្តីដោយគុណភាពឧត្តមគតិមោះមុតរឹងមាំនិងសេចក្តីថ្លៃថ្នូរក្នុងនាមរាជរដ្ឋាភិបាលនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអនុប្រធានទី1សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខ្ញុំសូមលំអរកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនវីរយុទ្ធជនវីរយុទ្ធនារីកម្ពុជាមន្ត្រីរាជការស៊ីវិលដែលបានធ្វើពលកម្មដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហារបស់យើងខ្ញុំក៏សូមប្រាំផ្ញើសួរសុខទុក្ខជូនដល់បងប្អូនអតីតយុទ្ធជននិងនិវត្តជនព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់លំដាប់ថ្នាក់ដែលបាននឹងកំពុងបំពេញបេសកកម្មដ៏ឧត្តមឧត្តមនៅទូទាំងប្រទេសនិងកំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌជាតិនិងប្រតិបត្តិការនៃអង្គការសហប្រជាជាតិផងដែរអង្គវិធីតមូលជាទីមេត្រីជារួមកម្ពុជាធ្លាប់បានហែលឆ្លងកាត់នៅដំណាក់កាលដ៏សែនជូរចត់និងផ្លាស់ប្ដូរជាប្រវត្តិសាស្ត្រជាច្រើនលើកដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបានគឺត្រឹមការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋនៅថ្ងៃទី18មីនាឆ្នាំ70ដឹកនាំដោយលន់ នល់ដែលរបបនេះទៅផ្ដួលរំលំវិញដោយនៅថ្ងៃទី17មេសាឆ្នាំ1975ពេលនោះប្រជាជនកម្ពុជាសង្ឃឹមបានរស់នៅក្នុងសន្តិភាពប៉ុន្តែសេចក្តីសង្ឃឹមនោះក៏ត្រូវរលាយបាត់បង់ដោយការប្លន់អំណាចនិងអនុវត្តនៅនយោបាយគ្រប់គ្រងផ្ដាច់ការបល័យពូជសាសន៍របស់ប៉ុល ពតក្នុងរយៈតែ3ឆ្នាំ8ខែ20ថ្ងៃកម្ពុជាក្លាយទៅជាគុកឥតជញ្ជាក់ជាវិលពិឃាតដ៏សាហាវយូរឃោឃៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិស្ថិតនៅក្នុងកលៈទេសៈដ៏ធ្ងន់ធ្ងរនេះបណ្ដាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធដែលសល់ពីការកាប់សម្លាប់នៃរបបប៉ុល ពតបានក្រោកតស៊ូប្រកបដោយវីរភាពប្រឆាំងនឹងរបបដ៏ខ្មៅងងឹតនេះហើយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាធម្មពោធិសត្វជាសៀមសម្ដេចមហាពញាចក្រីអគ្គមហាពញាចក្រីហេសំរិននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទីនិងទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមបានផ្ដួលរំលំរបបបល័យពូជសាសន៍ទទួលបានជោគជ័យដ៏ត្រចះត្រចង់នៅថ្ងៃ7មករាឆ្នាំ1979ជ័យជំនះ7មករាបានសង្គ្រោះអាយុជីវិតនិងផ្ដល់កំណើតទី2ដល់ប្រជាជនកម្ពុជានឹងនាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងធ្វើឲ្យសង្គមជាតិកម្ពុជារស់នៅឡើងវិញនឹងបានរួមវិភាគទានដ៏សំខាន់ក្នុងការកសាងសន្តិសុខសន្តិភាពស្ថិរភាពនិងសន្តិសុខសម្រាប់ធ្នាប់សង្គមជូនដល់មាតុភូមិនៃយើងក្រោយថ្ងៃរំដោះ7មករាកម្ពុជាប្រឈមនឹងវិបត្តិប្រឈមនឹងឧបសគ្គនិងការលំបាកជាច្រើនឥតគណនាដែលជាផលវិបាកនៃសង្គ្រាមនិងការទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបបបល័យពូជសាសន៍នៅក្នុងដំណាក់កាលនោះរដ្ឋដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាគឺដៃម្ខាងខិតខំស្ដារសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញពីបាតដៃទទេហើយម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់បណ្ដោយរបបប៉ុល ពតវិលត្រឡប់មកវិញនៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហុំព័ទ្ធសេដ្ឋកិច្ចនិងនយោបាយពីខាងក្រៅយ៉ាងអយុត្តិធម៌ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនៅសន្តិភាពនិងការវិវត្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាស្ថាបនិកមគ្គុទ្ទេសក៍និងប្រតិបត្តិការនយោបាយបានដាក់ចេញនៅគោលនយោបាយឈ្នះឈ្នះនៅឆ្នាំ1998ដែលធ្វើឲ្យទឹកដីយើងឯកភាពទាំងស្រុងគ្រប់កម្លាំងប្រដាប់អាវុធនិងអតីតយុទ្ធជននៃភាគីទាំងអស់នៅក្នុងចំនួនបានធ្វើសមារណកម្មមកក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជាតែមួយសុខសន្តិភាពនិងស្ថិរភាពនយោបាយ
ដែលគ្របដណ្ដប់លើផ្ទៃប្រទេសទាំងមូលនៅរយៈពេលជាង40ឆ្នាំមកនេះបានបង្កលក្ខណៈសម្បត្តិសំខាន់បំផុតសម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យនិងបង្កើតសមិទ្ធផលជាច្រើននៅទូទាំងប្រទេសដូចសពថ្ងៃជាពិសេសការកាន់តែអនុគ្រោះដល់ការគិតគូរការតបស្នងសងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជននិងនិវត្តជនដែលបានធ្វើពលិកម្មនៅក្នុងបុព្វហេតុជាតិមាតុភូមិនិងប្រជាជនយើងនៅពេលកន្លងមកក៏ដូចជាការកសាងនៅវប្បធម៌ចែករំលែកមួយចំនួនក្នុងការកសាងសង្គមហើយនេះគឺជាការងារជាក់ស្ដែងពេលខ្លះខ្ញុំចុះទៅជួបជាមួយនឹងអតីតយុទ្ធជននៅតាមមូលដ្ឋានពេលខ្លះអង្គុយជាប់គ្នាម្នាក់គឺជាអតីតខ្មែរក្រហមម្នាក់គឺជាអតីតរដ្ឋកម្ពុជាហើយធ្លាប់មានប្រវត្តិរស្លាប់គ្នាទៅវិញទៅមកកាលមុនដោយអាដាមជុំខេងជាមួយនឹងអាដាមអតីតខាងខ្មែរក្រហមអង្គុយជាមួយគ្នារំលឹកអនុស្សាវរីយ៍នៃការធ្វើផែនការនៅពេលមួយនោះរស្លាប់គ្នាទៅវិញទៅមករឿងនេះមិនមែនតែនៅកម្ពុជាទេថ្ងៃមុនខ្ញុំទៅប្រជុំនៅសេប៊ូនាយករដ្ឋមន្ត្រីទីម៉ូឡេសទីម៉ូខាងកើតបច្ចុប្បន្ននេះអតីតគឺជាអ្នកកម្លាំងរំដោះប្រឆាំងជាមួយឥណ្ឌូនេស៊ីហើយប្រធានាធិបតីឥណ្ឌូនេស៊ីបច្ចុប្បន្នគឺជាអតីតមេទ័ពពិសេសដែលដឹកនាំកម្លាំងវាយអញ្ចឹងពេលដែលគាត់ប្រជុំចង្អៀតគាត់លើកឡើងគាត់អង្គុយទល់មុខគ្នាគាត់និយាយអំពីសារៈសំខាន់នៃសន្តិភាពមិនចង់ឲ្យមានការកាប់សម្លាប់គ្នាប្រធានបទព្រំដែនកម្ពុជាថៃប្រធានបទនៅភូមាគាត់បានលើកឡើងប្រធានាធិបតីនាយករដ្ឋមន្ត្រីទីម៉ូគាត់លើកឡើងគាត់ថាប្រធានាធិបតីឥណ្ឌូនេស៊ីកាលមុនតាមស្លាប់គាត់ដល់ប្រធានាធិបតីឥណ្ឌូនេស៊ីគាត់ឡងវិញនាយករដ្ឋមន្ត្រីឯងកាលមុនក៏តាមស្លាប់ខ្ញុំដែរប៉ុន្តែនេះគឺជាផលនៃសន្តិភាពដែលធ្វើឲ្យមនុស្សឈប់ស្លាប់គ្នាឥណ្ឌូនេស៊ីនិងទីម៉ូឡេសប្រទេសពីរសញ្ជាតិពីរតែយើងខ្មែរស្លាប់ខ្មែរធ្វើសង្គ្រាមផ្ទៃក្នុងរាប់សតវត្សកាប់ចាក់គ្នាប៉ុន្តែដោយសារការសម្របសម្រួលនៃនយោបាយឈ្នះនេះហើយដែលយើងឃើញថាខ្មែរឈប់សម្លាប់គ្នាខ្មែរមករួមគ្នាអតីតកលែងដែលច្បាំងគ្នាคล้ายទៅជាកលែងដែលអភិវឌ្ឍប្រទេសជាតិនេះដែលយើងឃើញដែលរៀបចំចារទុកជាប្រវត្តិសាស្ត្ររបស់យើងតាមរយៈការកសាងស្ទូបអនុស្សាវរីយ៍នយោបាយជ្រះថ្លាហើយរៀបចំចរិតទុកនៅដំណើរការជាច្រើនហើយខ្ញុំបញ្ជាក់អញ្ចេះពួកខ្ញុំធ្លាប់ឮមានការយល់ច្រឡំថាស្ទូបនៃវិមានឈ្នះជ្រះនេះគឺធ្វើឡើងរំលឹកគុណតែសម្ដេចតេជោនិងថ្នាក់ដឹកនាំកពូលទេអត់ទេប៉ុន្តែរូបសម្ដេចតេជោគេឆ្លាក់ទៅច្បាស់ជាងគេមើលទៅឃើញរូបរបស់គាត់ប៉ុន្តែវិមានឈ្នះគឺរំលឹកទៅដល់មានស្ថាបនិកមគ្គតិឯកប៉ុន្តែសំខាន់គឺប្រតិបត្តិការនយោបាយឈ្នះទាំងអស់ប្រតិបត្តិការនេះមានគ្រប់ភាគីថ្នាក់ដឹកនាំពីលើរហូតដល់យោធិនម្នាក់រហូតដល់ប្រជាពលរដ្ឋម្នាក់ដែលចូលរួមធ្វើឲ្យនយោបាយឈ្នះនេះជោគជ័យបើសិនជាមេដឹកនាំនយោបាយទាំង4ភាគីត្រូវគ្នា3ភាគីត្រូវគ្នា4ភាគីត្រូវគ្នាប៉ុន្តែហើយជាពិសេស93យើងបាន3ដល់ពេល98ខ្មែរក្រហមនឹងរាជរដ្ឋាភិបាលត្រូវគ្នាតែបើជើងក្រោមយោធិនតាមមកវរៈសេនាតូចគាត់មិនព្រមចូលរួមក៏ពិបាកដែរព្រោះសភាពការមិនដូចឥឡូវទេបាទយើងទៅព្រំដែនឥឡូវឃើញថាមានផ្លូវកស៊ូមានចកាតំណាំពីមុនសិតតែប្រៃអស័យសិតតែមានទាំងអស់បើសិនតែមកវរៈសេនាតូចនៅបន្តប្រយុទ្ធហើយពឹងផ្អែកទៅលើព្រំដែននោះអាចមិនចប់ប៉ុន្តែដែលចង់បញ្ជាក់នោះគឺថា
ស្ទូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះគឺសំដៅទៅលើប្រជាជាតិខ្មែរទាំងមូលប្រជាជនខ្មែរទាំងមូលពិតណាស់គោលនយោបាយនេះត្រូវបានស្ថាបនាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោការដឹកនាំចូលរួមរបស់ប្រតិបត្តិការបាទសំខាន់នៅខាងលើគ្រប់ភាគីទាំងអស់ប៉ុន្តែគឺដើម្បីរំលឹកទៅអ្នកចូលរួមទាំងអស់ដែលរួមទាំងយោធិនគ្រប់ភាគីទាំងអស់បាទរួមទាំងអតីតយុទ្ធជននៅទីនេះដែលធ្លាប់ឆ្លងកាត់សង្គ្រាមជួបសំប្រជែងអញ្ចឹងហើយបានយើងឃើញថានៅលើជញ្ជាំងនៃវាមានឈ្នះគឺមានឆ្លាក់នៅរូបជាច្រើនដូចនៅអង្គរមានឆ្លាក់រូបច្រើននិយាយអំពីរឿងអំពីអីនៅលើជញ្ជាំងរបស់វាមានឈ្នះដូចគ្នាហើយមិនទាន់អស់ទេនៅសល់ប្រឡោះហេតុអីបានទុកប្រឡោះគឺដើម្បីទុកបន្ថែមសរសេរនៅព្រឹត្តិការណ៍ផ្សេងក្រោយពីបញ្ចប់សង្គ្រាមឈ្នះអញ្ចឹងបានយើងឃើញថានៅលើនោះតែយើងមើលលើជញ្ជាំងនៅខាងក្រៅមានរូបតាំងពីការចោះចូលការបញ្ចប់សង្គ្រាមអីរហូតក្រោយមកមានការវិវត្តប្រទេសរហូតទៅដល់សំបីតែការបំបែកឯកតកម្មនៅអង្គរសង្ក្រាន្តដែលថាយើងទឿនសមទៅអីធំស្អីហ្នឹងដូចមានដែរអាហ្នឹងគឺសំដៅទៅលើការផ្សព្វផ្សាយនិងការទទួលបានផលនៃសុខសន្តិភាពដោយនយោបាយឈ្នះគឺយើងត្រូវបន្តបាទព្រឹត្តិការណ៍សំខាន់សម្រាប់ជាតិល្ងាចមិញខ្ញុំជជែកជាមួយអាដាមសៀសីថាអាដាមសវ័តដែលទទួលខុសត្រូវក្នុងការដឹកនាំសូមឲ្យរៀបចំឆ្លាក់នៅព្រឹត្តិការណ៍នៃសង្គ្រាមការពារអធិបតេយ្យជាតិនៅឆ្នាំ2025នេះផងដាក់នៅលើនឹងដើម្បីទុកជាព្រោះវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់យើងអញ្ចឹងយើងនឹងរៀបចំមួយទៀតកុំឲ្យឆ្លាក់ទិដ្ឋភាព3យកគំរូពីគំនូសដែលប្រជាជនយើងស្ម័គ្រចិត្តដោយបងអូនតាន់កំស៊ូហើយមានអ្នកដែលស្ម័គ្រចិត្តរៀបដំបងនៅសៀមរាបគូសគំនូសហើយឥឡូវរៀបនៅ Walk Street គូសគំនូសទិដ្ឋភាព3ទី1គឺទិដ្ឋភាពនៃការជឿចាប់នៃសង្គ្រាមជាតិជនភៀសសឹកផ្សេងការស្លាប់របួសកងទ័ពប្រជាជនស៊ីវិលទី2គឺឆ្លាក់បង្ហាញអំពីវីរភាពអង្អាចក្លាហានរបស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថដែលបានចូលរួមនៅក្នុងការការពារបូរណភាពទឹកដីហើយទី3គឺរូបភាពនៃចលនាមហាគ្រួសារខ្មែរប្រជាពលរដ្ឋទូទាំងពិភពលោកមិនមែនប្រជាពលរដ្ឋខ្មែរតែនៅក្នុងប្រទេសទេគ្រប់និន្នាការនយោបាយគ្រប់សាសនាចូលរួមគ្រប់គ្រងទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថរបស់យើងដែលការពារទឹកដីទិដ្ឋភាព3នេះត្រូវដាក់ចាក់នៅក្នុងប្រវត្តិសាស្ត្រហើយយើងធ្វើរូបភាពគំនូខ្ញុំឲ្យគិតគូរព្រោះអាហ្នឹងទុកយូរគាត់បានទៅរៀបចំពិធីយ៉ាងណាខ្ញុំបានព្រោះគូសាខ្ញុំគាត់ទៅឲ្យថារក្សារូបគំនូនោះឲ្យបានល្អកុំឲ្យតិចទៀតវាខូចបាត់ព្រោះមានរបៀបថែប៉ុន្តែសំខាន់ឆ្លាក់វានៅលើវាមានឈ្នះតែម្ដងដើម្បីទុកជាគេដំណើររាប់រយឆ្នាំតទៅទៀតជាប្រវត្តិសាស្ត្ររបស់យើងកម្ពុជាស្គាល់សង្គ្រាមឆ្អែតឆ្អន់ហើយនៅទីនេះមិញចូលមកពូធ្លាក់គ្រុនពិការសួរទៅ286នៅសំរោងអាដាមប្រាក់សវណ្ណាដឹកនាំកាលនោះយើងបានសន្តិភាពមួយរយៈតែជាអកុសលសំរោងបានคลายក្រោយពីយើងបញ្ចប់សង្គ្រាមคลายជាសមរភូមិ2លើក2011ហើយ2025សង្គ្រាមឈឺចាប់ប៉ុន្តែយោងលើមូលដ្ឋាននៃសង្គ្រាមនៃការឈឺចាប់នេះយើងត្រូវធ្វើយ៉ាងណាគ្រប់វិធីសាស្ត្រទាំងអស់ដើម្បីពង្រឹងខ្លួនយើងនិងកុំឲ្យសង្គ្រាមនិងការឈឺចាប់កើតមានលើទឹកដីរបស់យើងគឺថែរក្សាសន្តិភាពឲ្យបាននេះគឺជាការចាំបាច់អញ្ចឹងវាមានឈ្នះមិនមែនធ្វើឡើងសម្រាប់តែសម្ដេចតេជោនោះទេគឺសម្រាប់ទាំងអស់គ្នានិយាយរួមប្រតិបត្តិការផ្ទាល់មិនមែនមានតែថ្នាក់ដឹកនាំគ្រប់ភាគីទាំងអស់ថ្នាក់លើមេទ័ពអីធំអ្នកនយោបាយទេប៉ុន្តែប្រជាពលរដ្ឋរួមទាំងគ្រួសារនៃទ័ពនិងកងទ័ព
និងកងកម្លាំងប្រដាប់អាវុធគ្រប់ភាគីទាំងអស់នៅក្រុមគ្រួសារដែលបានចូលរួមដោយផ្ទាល់ដើម្បីបញ្ចប់សង្គ្រាមមួយនេះបាទកងទ័ពសំខាន់កងទ័ពបង្កើតសង្គ្រាមហើយកងទ័ពបញ្ចប់សង្គ្រាមឆ្នាំ70សង្គ្រាមចាប់ផ្ដើមទុះដោយសារកងទ័ពធ្វើរដ្ឋបហាតែនៅ98សង្គ្រាមបានចប់ទៅវិញដោយសារកងទ័ពព្រមបញ្ចប់សង្គ្រាមដូចខ្ញុំនិយាយចឹងបើសិនជាមេដឹកនាំនយោបាយខ្មែរក្រហមថ្នាក់នយោបាយឯកភាពក៏ដោយប៉ុន្តែមេកងពលមេវរៈសេនាតូចមិនចូលធ្វើឲ្យគាត់មានប្រជាជនមានគ្រួសារគាត់នៅមិនលងវែងនៅមកប៉ៃលិននៅវាយគ្នាបាន10ឆ្នាំតទៅទៀតនេះគឺជាការលះបង់សំខាន់ហើយខ្ញុំក៏បានពិភាក្សាក្រៅពីសម្រាប់ការប្រយុទ្ធបូរណភាពទឹកដីនេះឲ្យពិភាក្សាមួយអាដាមទាសីហាគាត់ក៏បានមានគំនិតបែបនេះឲ្យអាដាមនឹមសវັດសិក្សាមកតង់ឲ្យខ្ញុំគ្រប់គ្រងគំនិតនេះឲ្យគិតគូរអំពីស្ទូបសម្រាប់រំលឹកទៅដល់វីរៈយុទ្ធជនវីរៈនយោបាយនគរបាលជាតិវីរៈអាវុធហត្ថដែលបានពលីនៅក្នុងបុព្វហេតុការពារអធិបតេយ្យជាតិរបស់យើងក្រោយសង្គ្រាមឈ្នះនេះឲ្យគិតគូរបាទព្រោះនយោបាយឈ្នះម្ដងយើងមានស្ទូបមួយសម្រាប់រំលឹកនៅគុណបំណាច់នៃវីរៈយុទ្ធជនវីរៈកងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ភាគីទាំងអស់ដែលបានចូលរួមឆ្លងកាត់ការលំបាកតាំងពីវាយគ្នារហូតដល់ចប់98តែក្រោយ98នេះគឺសង្គ្រាមការពារបូរណភាពទឹកដីឲ្យរៀបចំជាស្ទូបមួយហើយទីកន្លែងយើងនឹងកំណត់ដាក់នៅកន្លែងណាដើម្បីរំលឹកជាប្រចាំសម្រាប់កូនចៅចំនួនក្រោយនៅការលះបង់ដ៏ធំធេងរបស់បងប្អូនទាំងអស់ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិរបស់យើងនេះគឺត្រូវគិតគូរបន្ថែមទៀតហើយសម្រាប់កងទ័ពរបស់យើងខ្ញុំបានឲ្យក្រសួងការពិជាតិនិងទីស្តីការគណៈរដ្ឋមន្ត្រីសិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការឆ្នាំ2025អញ្ចឹងទៅថ្ងៃក្រោយរាល់សកម្មភាពរាល់ការប្រយុទ្ធពួយត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការដោយផ្ទាល់គ្រប់គ្រងប្រយុទ្ធដោយផ្ទាល់ទៅក្នុងបុព្វហេតុទាំងអស់នោះប៉ុន្តែយើងមានមេដាយការពារជាតិយើងមានប៉ុន្តែមេដាយសម្រាប់សមរភូមិមួយត្រូវទៀតដើម្បីឲ្យដឹងហើយមានមេដាយពិសេសសម្រាប់អ្នកពិការនៅលើសមរភូមិរបួសពិការលើសមរភូមិដើម្បីជាការលើកទឹកចិត្តមេដាយពិតជាកណាត់ម្ដុំមានរូបភាពដេកស្អាតប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃដែលមានអត្ថន័យមិនអាចកាត់ថ្លៃបានដើម្បីឲ្យគ្រប់គ្នាឃើញនិងអាចមើលឃើញនៅការលះបង់របស់យោធិនរបស់យើងរបស់នគរបាលរបស់យើងរបស់អាវុធហត្ថរបស់យើងរបស់ប្រជាជនរបស់យើងដែលចូលរួមផ្ទាល់នៅក្នុងការការពារទឹកដីនេះគឺជាអ្វីដែលយើងគិតគូរអ្នកខ្លះស្រែកពីរាប់គីឡូរាប់ពាន់គីឡូរាប់អីមកថារដ្ឋាភិបាលទុកកងទ័ពចោលទុកទាហានចោលទុកនគរបាលចោលទុកអីចោលព្រោះខ្ញុំមិនចាំបាច់ទៅរំលេចទៅប្រាប់ថាថ្ងៃនេះយើងចំណាយប្រមាណយើងធ្វើស្អីខ្លះជីវភាពការបំពេញភារកិច្ចរបស់គាត់នៅជួរមុខអត់ចាំបាច់ទេបាទប៉ុន្តែគ្រាន់តែប្រាប់ថាគ្រប់វិនាទីទាំងអស់សុខទុក្ខរបស់កងទ័ពរបស់យើងវីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថនិងអ្នកគ្រប់គ្រងនិងត្រៀមឈរជើងការពារកំពុងតែបំពេញភារកិច្ចត្រៀមការពារទឹកដីរបស់យើងគឺយើងមិនដែលភ្លេចទេគ្រួសាររបស់គាត់គ្រួសាររបស់យុទ្ធជនពលីនគរបាលពលីអាវុធហត្ថពលីយើងបានយកចិត្តទុកដាក់ដោះស្រាយខ្ញុំមិនទៅប្រអួតចំនួនស្អីដែលយើងត្រូវប្រៀបធៀបជាមួយគេឲ្យប្រមាណយើងឲ្យប្រមាណអត់ទេតែគិតគូរកូនចៅរបស់គាត់យើងបានគិតគូរចូលបម្រើសាច់ញាតិចូលបម្រើដើម្បីបន្តវេនការរៀនសូត្រការគិតគូរខ្ញុំគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់បន្តជួយមើលថែកូនចៅរបស់អ្នកពលីលើសមរភូមិរួចទៅហើយយើងបានបន្តយើងបានក្តាប់ជាប់ពីណាត្រូវរកការងារពីណាត្រូវធ្វើក៏អរគុណទៅដល់ប្រជាពលរដ្ឋវិស័យឯកជនរបស់យើងនិងសប្បុរសជនជាច្រើនដែលបានចូលរួមផ្ទាល់ជួយ
ទៅដល់អ្នកដែលកំពុងចូលជើងនៅខាងមុខខ្ញុំឃើញមិនសូវមិនមានទាំងផ្លែតរេនផ្លែអីទៅដល់ខែតរេនរុញតរេនទៅដល់អីទៅឲ្យជួយសង់ផ្ទះជូនចូលរួមជាមួយរដ្ឋាភិបាលប្រទេសខាងធនាគារក៏បានជួយលុបបំណុលទុកអីដោះស្រាយការប្រាក់ពន្ធអីផ្សេងពជានៅការបង់បញ្ចុះនេះគឺជាការចូលរួមត្រេកច្រើនមិនសំខាន់ការចូលរួមដោយទឹកចិត្តគឺថារួមគ្នានៅក្នុងបុព្វហេតុដែលខ្មែរយើងគ្រប់និន្នាការគ្រប់អាជីពគ្រប់ទីកន្លែងបានចូលរួមដើម្បីការពារប្រទេសយើងតាមរយៈការយកចិត្តទុកដាក់ទៅដល់វិរៈកងទ័ពវិរៈនគរបាលជាតិវិរៈអាវុធហត្ថដែលចូលជើងនឹងក្រុមគ្រួសាររបស់គាត់ផងដែរនៅក្នុងពេលនេះហើយខ្ញុំសូមឲ្យស្មារតីនេះបន្តតទៅទៀតបាទជាអកុសលដែលពេលនេះឆ្នាំទៅយើងអាចនិយាយតែពីអតីតកាលនៃការជឿចាប់ដោយសារសង្គ្រាមអាចនិយាយពីសង្គ្រាមពីទសវត្សរ៍ទី90ទី80ប៉ុន្តែឆ្នាំ2026នេះយើងបាននិយាយពីសង្គ្រាមដែលទើបនឹងកើតយើងអាចមើលឃើញផ្ទាល់អំពីការទម្លាក់គ្រាប់បែកដែលយើងកាលមុននិយាយថា B52 ឥឡូវយើងអាចស្គាល់ F16 យើងនិយាយតែពីការបំផ្លិចផ្លាញដោយសង្គ្រាមរូបនៅក្នុងឯកសារចាស់ពីឆ្នាំ70តែឥឡូវយើងមានឯកសារឆ្នាំ2025ជាអកុសលយើងធ្លាប់តែមានអតីតយុទ្ធជនពិការតាំងពីទសវត្សរ៍តែចុងក្រោយ2011ដែលយើងវាយគ្នាជំរុញតិចយើងคล้ายទៅជាមានអ្នកដែរពលីពិការដោយសារសង្គ្រាមនៅឆ្នាំ2025សួរតែយើងចង់បានទៀតទេសង្គ្រាមខ្មែរឆ្អែតឆ្អន់ហើយយើងព្យាយាមកិច្ចវាយើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតរបស់ប្រជាជននៅក្នុងបុព្វហេតុការពារទឹកដីមិនបានន័យថាយើងដោះស្រាយមិនច្បាំងគ្នាគឺថាយើងបកគលដីឲ្យគេលុតជង្គង់សញ្ញេកាត់ទេអត់ទេត្រូវដោះស្រាយតាមផ្លូវច្បាប់ដោះស្រាយតាមយន្តការការទូតឲ្យអស់លទ្ធភាពខ្ញុំនិយាយម្ដងទៀតទោះបីជានៅមានសង្ឃឹមទ្វារមិនទាន់បិទទាំងស្រុងនៅបើកតែ 1% នៅក្នុងការចូលទៅដោះស្រាយដោយសន្តិវិធីគឺយើងត្រូវប្រើវាអស់លទ្ធភាពជាជាងច្បាំងគ្នាជាមុខដាក់អានឹងជាត្រីពុកអ្នកខ្លះខ្ញុំនិយាយអានឹងម្ដងអត់យល់ហើយតាំងខ្លួនជាបណ្ឌិតវិភាគបែកពពុះមាត់តាម Facebook ខ្ញុំមិនមែននិយាយថា 1% ដែលទទួលបានជោគជ័យនោះទេរឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន 100% ទៅតាមការការពារទឹកដីប៉ុន្តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជំរើសសន្តិវិធីទោះបីវានៅសល់ភាគ 1% ក៏បានន័យថាទោះបីជាវានៅសល់ 1% ដើម្បីយើងបើកទ្វារនឹងទៅចូលអង្គុយតុចរចាហើយរឿងចរចាលទ្ធផលរឿងផ្សេងក៏យើងត្រូវតែប្រើបាទជូនបណ្ឌិតស្អីពលទឹកមាត់នៅក្រៅប្រទេសនោះសិតតែយុទ្ធវិធីច្បាស់គេថារាជរដ្ឋាភិបាលនឹងប្រើយុទ្ធសាស្ត្រខុសរឿងកុងតឺន័ររឿងបាឡាលុះបើខ្លាំងចូលមកខ្ញុំឲ្យទៅជួបជាមួយមេដឹកនាំកងទ័ពដែលនៅជួរមុខដែលសម្រាប់ចិត្តតើយើងយកវិធីសាស្ត្រណាដើម្បីដោះស្រាយតែខ្ញុំសូមបញ្ជាក់ម្ដងទៀតពេលខ្លះខ្ញុំឃើញថាវាល្ងងពេកតាំងខ្លួនជាបណ្ឌិតសូម្បីតែប្រជាជនសាមញ្ញចូលមើលខមមិនក៏គាត់យល់ 1% នៃការដោះស្រាយដោយសន្តិវិធីបើសិនជាវានៅទ្វារមិនទាន់បិទខ្ញុំក៏ត្រូវជ្រើសរើសអានឹងដែរមុននឹងបញ្ជូនទាហានប្រជាពលរដ្ឋស្លាប់របួសតែវាយគ្នាមិនមែនស្លាប់តែទាហានទេខ្ទេចផ្ទះស្លាប់ប្រជាពលរដ្ឋអញ្ចឹង 1% ដែលនៅសល់
បានន័យថាសង្គម 1% ដែលយើងនៅតែអាចចូលអង្គុយចរចាមិនមែន 1% នៃការទទួលជោគជ័យនោះទេស្ដាប់ប៉ុណ្្នឹងក៏មិនច្បាស់ស្ដាប់បញ្យល់តែគេហៅបណ្ឌិតស៊ីអារម្មណ៍បាទបណ្ឌិតស៊ីអារម្មណ៍នេះគឺថាចេញមកគឺដាក់លទ្ធផលមុនជាជាងប្រមូលទិន្នន័យយកមកវិភាគបញ្ចេញលទ្ធផលដាក់ទិន្នផលមុនហើយគេថាស្អីដែលគេចង់បានមុនហើយគឺយកតែទិន្នន័យណាដែលស្របជាមួយគេយកទៅប្រព្រឹត្តបន្ថែមអាផ្សេងទៀតគេទាត់ចោលធ្វើបណ្ឌិតស៊ីអារម្មណ៍បែបនេះបាទក៏ស៊ីទៀតចោះតែខ្ញុំសូមឲ្យយល់ខ្ញុំសូមបញ្ជាក់ឡើងវិញបើសិនជាការដោះស្រាយតាមសន្តិវិធីនៅមានឱកាសសូម្បីតែ 1% ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដីតាមសន្តិវិធីយើងត្រូវតែប្រើវាអស់លទ្ធភាពជាជាងបញ្ជូនយើង 1% នៃលទ្ធភាពដើម្បីបើកការចរចាមិនទាន់បិទតាមសន្តិវិធីមិនមែន 1% នៃការយកឈ្នះគេចរចានោះទេស្ដាប់ពិបាកបញ្យល់ដែរមានអ្នកខ្លះឡើងអស់សក់អ្នកខ្លះឡើងអីបាទខ្ញុំសូមមិនចង់និយាយទេវិញពេលខ្លះតលតែបញ្ជាក់ទៅជាប្រជាពលរដ្ឋយើងយល់ច្បាស់ជាងហើយបងប្អូនមានអ្នកខ្លះមានតែបណ្ឌិតអីតែគាត់ស្រួលស្ដាប់ប្រហែលជាខ្ញុំនិយាយភាសាខ្ញុំវាអត់ដល់កម្រិតបណ្ឌិតបានបណ្ឌិតចាប់ស្ដាប់ទៅអត់យល់បាទដល់ប្រជាជនសម័យស្រួលយល់បាទតែខ្ញុំថា 1% បើនៅសង្គមចរចាយើងនៅតែចរចាមិន 1% យកឈ្នះដោយនេះទេបើន័យថាទ្វារមិនទាន់បិទតែបើសិនជាបិទយើងត្រូវតែច្បាប់ដូចជានៅ UN Clause ចឹងដោយសារវាបិទគេបានលុបចោលប្រកាសគេលុបចោល MOU 2001ដែលជាយន្តការទ្វេភាគីតែមួយគត់ដែលបិទបើយកអានឹងមកចរចាគ្នាទៀតអានឹងយើងនៅចរចាផ្អែកលើអា2001តែឥឡូវគេលុបចោលអញ្ចឹងបានន័យថាវាបិទហើយទ្វារនឹងវា0%អញ្ចឹងយើងទៅផ្លូវច្បាប់ទៅការសម្របសម្រួលដោយចាប់បង្ខំដើម្បីដោះស្រាយតាមតម្លាភាពនិងយុត្តិធម៌ឲ្យស្មើភាពគ្នានៅមុខច្បាប់អន្តរជាតិ UN Clause ជាមួយគ្នានេះជាចំហរបស់រដ្ឋាភិបាលបាទបើគេមិនទាន់លុបអា2001យើងនៅតែចរចាយកអានឹងជាគោលការណ៍ដើម្បីដោះស្រាយតាមសន្តិវិធីព្រោះ20ឆ្នាំហើយ25ឆ្នាំទៅហើយបាទឥឡូវបិទហើយគឺយើងត្រូវតែដំណើរការនៅលើគោកវានៅមាន MOU 2000វានៅមានស្អីដែលយើងបានធ្វើ25ឆ្នាំនៅបន្តទៀតរឿងនេះមិនមែនមួយថ្ងៃចប់ទេរឿងរយៈពេលវែងវាពលាតពីភូមិភាគ4ទៅដល់ភូមិភាគ5ប្រមាណ100គីឡូការដោះស្រាយគឺជាការចាំបាច់ការខិតខំរបស់យើងនៅតែស្វែងរកការបញ្ចប់កុំឲ្យមានអ្នកពិការក្មេងកំព្រាខ្ញុំទៅជួបហើយនៅតាមមន្ទីរពេទ្យប្រពន្ធខ្ញុំគាត់ចុះទៅជួបគ្រប់ផ្ទះការលំបាកវេទនាធម្មតាទេគ្រួសារបែកបាក់លារហូតមិនស្រួលទេបើលាត្រឹមតែមកទៅមួយឆ្នាំ2ឆ្នាំមកវិញខ្លះទៅបេសកកម្មក្រៅប្រទេសទៅធ្វើការក្រៅប្រទេស 4-5 ឆ្នាំមកវិញរឿងមួយតែនេះលារហូតអ្នកខ្លះកូនខ្ចីអ្នកខ្លះទៅក្មេងនេះគឺជាការលះបង់ធំធេងណាស់របស់វីរៈកងទ័ពវីរៈនគរបាលជាតិវីរៈអាវុធហត្ថរបស់យើងរួមទាំងការលះបង់របស់គ្រួសារដែលគ្រប់គ្រងឲ្យប្តីសុខចិត្តការពារទឹកដីរបស់យើងតែក្នុងនាមជាមេដឹកនាំខ្ញុំជឿថាកម្ពុជា7-10លាននាក់គ្មានពីណាលុតជង្គង់កាត់ដីឲ្យគេទេ10-20ឆ្នាំទៀត30លាននាក់50លាននាក់ប្រជាជនយើងនឹងកើតគឺយើងចង់បានតែការពារទឹកដីស្របច្បាប់របស់យើងតាមវិធីសាស្ត្រហើយខ្ញុំជឿថាបើជំរឿសធំបំផុតគឺវិធីសាស្ត្រដែលមិនបង្ហូរឈាមដោះស្រាយទៅឲ្យបានយូរហើយរាជរដ្ឋាភិបាលបានស្ដាប់ឮគ្រួសារខ្ញុំចុះទៅជួបអតីតយុទ្ធជនជួបប្រពន្ធរបស់
គាត់ជឿចាប់បាត់ប្តីរបស់គាត់ខឹងប៉ុន្តែសួរគាត់ថាចង់ឲ្យវាយគ្នាគាត់ថាអត់ចង់ទេអត់ចង់ឲ្យអ្នកផ្សេងប្រពន្ធអ្នកផ្សេងត្រូវឆ្លងកាត់ដូចគាត់ក៏អត់ចង់ឃើញកូនផ្សេងវាទៅខូចចិត្តដោយកូនគាត់ដែលបាត់ឪពុកតាំងពីក្មេងអញ្ចឹងនេះគឺជាការដោះស្រាយទឹកដីយើងត្រូវការពារតែយើងត្រូវការពារប្រជាជនយើងដែរយើងមិនមែនខ្លាចនោះទេតែបើសិនជាមានជំរឿសការពារក្រៅពីវាយគ្នាយើងនឹងជ្រើសអានោះហើយខ្ញុំបញ្ជាក់ម្ដងទៀតទោះបីជាការចរចាតាមផ្លូវច្បាប់ផ្លូវការទូតដើម្បីទាញមកវិញនៅសិទ្ធិស្របច្បាប់ដែលអធិបតេយ្យភាពស្របច្បាប់របស់យើងទោះបីជានៅសល់ 1% នៅក្នុងការដោះស្រាយតាមរយៈនេះក៏ដោយយើងត្រូវតែប្រកាន់យកចំហនេះឲ្យអស់លទ្ធភាពដើម្បីជៀសវាងការប្រកាន់ដើម្បីចូលទៅតុចរចាមិនមែន 1% ឈ្នះគេយើងនៅទៅទេដើម្បីប្រគ្រប់កិច្ចនោះទេនេះគឺជាអ្វីដែលប្រទេសជាតិរបស់យើងកម្ពុជារបស់យើងដែលវេទនាដោយសារសង្គ្រាមសក្ខីភាពពូនៅនេះប៉ុន្តែជាអកុសលមួយឆ្នាំនេះយើងបានប្រែក្លាយពីអ្នករបួសពិការពីអតីតសង្គ្រាមមកសង្គ្រាមក្នុងពេលថ្មីប៉ុន្តែអ្វីដែលសំខាន់យើងរួមគ្នាហើយខ្ញុំអរគុណណាស់ទៅដល់ស្មារតីនៃការរួមគ្នារបស់ប្រជាជនយើងសូមអរគុណថ្វាយព្រះមហាក្សត្រសម្ដេចព្រះមហាក្សត្រីសម្ដេចយាយសម្ដេចណាដាមលោកអញ្ញាបដិជគុណព្រះសង្ឃគ្រប់អង្គមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នកងកម្លាំងបដាអាវុធទាំងអស់នៅខាងក្រោយជាពិសេសប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសគ្រប់និន្នាការទាំងអស់គឺបានចូលរួមគ្នាមូលគ្នានៅក្នុងការការពារទឹកដីការគ្រប់គ្រងទៅដល់យុទ្ធជនវីរៈយុទ្ធជនវីរៈកងកម្លាំងបដាអាវុធរបស់យើងនិងការជួយទៅដល់ជនភៀសសឹករបស់យើងដែលការលំបាកនេះគឺជាបុព្វហេតុប៉ុន្តែកុំឲ្យវាជាភ្លើងចម្បើងតែម្ដងម្កាលត្រូវចិញ្ចឹមស្មារតីនៃការសាមគ្គីឯកភាពគ្នានេះពង្រឹងជាតិខ្មែររបស់យើងពង្រឹងសមត្ថភាពការពារជាតិរបស់យើងដើម្បីយើងអាចធានាបាននៅសន្តិភាពយូរអង្វែងសម្រាប់រាប់ជំនាន់ទៅមុខការរៀបចំបែបនេះខ្ញុំក៏សូមអរគុណដល់អាដាមហើយកោតសរសើរទៅដល់សមាគមកលិកាធិការសមាគមតេតយុទ្ធជនអាដាមនេះអាដាមសេនីចំពោះការដោះស្រាយផ្ទះជូនជនភៀសសឹកយើងរាប់ម៉ឺននាក់ដែលមិនអាចត្រឡប់ទៅវិញដោយសារបច្ចុប្បន្ននេះវាជាប់រឿងកុងតឺន័ររឿងបន្លាលួដែលត្រូវរយៈពេលមួយចំនួនទៅការដោះស្រាយមិនមែនបានន័យថាយើងឈប់ទាធ្វើផ្ទះថ្មីឲ្យគាត់ឈប់ទាអត់ទេគឺយើងនៅតែបន្តធ្វើតែពេលជាមួយគ្នាឥឡូវយើងច្បាំងសមរភូមិការទូតទោះបីសមរភូមិការទូតយើងច្បាំងក៏ដោយវាប្រើពេលដៃម្ខាងយើងមិនអាចយកគ្រួសារយើងទៅហាភ្លៀងជាមួយយើងទេដាក់គាត់ឲ្យស្រួលសិនតាំងពីផ្ទុះអាវុធមកភ្លាមគឺយើងដោះស្រាយ3ជំហានជំហានទី1គឺការពារអាយុជីវិតពេលដែលវាយគ្នាភ្លាមគឺត្រូវធ្វើម៉េចចលះគាត់ឲ្យចេញផុតពីរង្វង់នៃក្របផ្លោកដោះស្រាយបឋមកន្លែងស្នាក់នៅទឹកស្បៀងរដ្ឋាភិបាលរាជបណ្ដារាជធានីខេត្តទៅធ្វើខ្ញុំនិយាយរាជធានីខេត្តព្រោះមានជនភៀសសឹកខ្លះក៏មកដល់ភ្នំពេញដែរមានបងប្អូនមានដីទៅទៀតខេត្តជាប់ខេត្តព្រំដែនទាំងប្រមាណពេលដែលយើងកើនខ្លាំងចិត្តក្បែរ70ម៉ឺននាក់ខេត្តនៅជាប់ព្រំដែនទប់មិនរួចទេរីកមកដល់សៀមរាបមកដល់ដូចកំពង់ស្ពឺផងរៀបកន្លែងដល់ដល់ធ្វើទី2គឺធ្វើឲ្យប្រសើរឡើងតង់រៀបចំនៅកន្លែងបដោះអាសន្នភ្លាមទៅធ្វើយ៉ាងម៉េចឲ្យកាន់តែប្រសើរឡើងគាត់នៅក្នុងមណ្ឌលជំរំភៀសសឹកក៏ដោយធ្វើតង់ធ្វើអីបន្ថែមពង្រីកដោះស្រាយ
ហើយទី3ស្ដារឡើងវិញកន្លែងណាដែលគាត់អាចទៅផ្ទះបានកន្លែងដែលយើងបោសសម្អាតក្របផ្លោងក្របអីមិនជាប់នៅក្នុងរង្វង់ពាត់បន្លាលុះឬមួយក៏អានៅក្រៅខាងនោះដែលហើយយើងតំបន់ទឹកក្រូចមិនអាចទៅបានដោយសារខ្លាចគេបាញ់ខ្លាចអីយើងឲ្យគាត់ទៅដោះមីនដោះអីទៅខាងស៊ីម៉ាក់ក៏សកម្មក្នុងការងារនឹងជាមួយខេត្តដែលរងប៉ះពាល់ផ្ទាល់ខេត្តព្រះវិហារខេត្តឧត្តរមានជ័យខេត្តបន្ទាយមានជ័យខេត្តពោធិ៍សាត់អីសហការជាមួយហើយទី3គឺស្ដារឡើងវិញទៅហើយឲ្យគាត់ទៅដើម្បីបង្កើតសកម្មភាពសេដ្ឋកិច្ចហើយអ្នកដែលនៅមិនអាចត្រឡប់វិញបានយើងធ្វើផ្ទះបាទរាប់ពាន់ខ្នងក្នុងពេលខ្លីមួយថ្ងៃមុនឃើញគេដាក់លូហើយចាប់ផ្ដើមចេញមកហេតុអីបានជារដ្ឋាភិបាលធ្វើផ្ទះហើយបានដាក់លូក្រោយបើសិនជាបងប្អូនជាអ្នកធ្វើប្រហែលជាដឹងហេដ្ឋារចនាសម្ព័ន្ធវាមានច្រើនកលៈកលៈពេលមានតែ2ខែទេឥឡូវធ្វើអីមុនធ្វើអីក្រោយធ្វើអីសំខាន់មុនឲ្យមានដបូលជោគសិនឲ្យមានផ្លូវមានភ្លើងមានទឹកអានឹងសំខាន់ព្រោះដាក់លូយើងនឹងដាក់បដាព្រោះកាយទាំងថាវិការទាំងពេលវេលាទៅធ្វើអញ្ចឹងធ្វើផ្លូវឲ្យគាត់ចូលទៅសិនហើយបានដាក់អញ្ចឹងសូមយោគយល់ផងបាទដោយអាដាមគុណគឹមព្រោះពេលដែលឃើញការផ្សព្វផ្សាយតាមបណ្ដាញសង្គមហើយខ្ញុំអរគុណណាស់ប្រជាពលរដ្ឋជួយគាត់ផ្សព្វផ្សាយគាត់មិនមែនបន្ទោសទេអ្នកតាមពិតអ្នកដែលបន្ទោសអ្នកដែលរិះគន់យកទៅចំណេញហ្នឹងមិនមែនអ្នកដែលនៅក្នុងនោះទេច្រើនតែអ្នកបន្តពីក្រៅប្រទេសពីរាប់រយគីឡូគាត់ឈឺឆ្អាលប៉ុន្តែអ្នកខ្លះគាត់យកទៅធ្វើជាអាជីវកម្មនយោបាយអ្នកដែលនៅក្នុងនោះគាត់បរោះដើម្បីឲ្យដឹងថាងផ្ទះគាត់ភ្លៀងវ៉ាលិចអីចេះគេទៅជួសជុលបន្ថែមស្អីបញ្ហារាប់ពាន់ផ្ទះមិនអាចល្អទេបើអញ្ចឹងមិនមែនមានតែ5ផ្ទះចេញមកល្អពេលភ្លៀងទឹកសាយទេហើយសូមសរសើរជាងរបស់យើងក្នុងរយៈពេលដ៏ខ្លីធ្វើផ្ទះបានរាប់ពាន់ខ្នងដើម្បីបុកជូនជួនពិសេសឲ្យបានគាត់ល្អប្រសើរឡើងក្នុងពេលខ្លីនេះយើងត្រូវធ្វើអីមុនធ្វើអីក្រោយបាទអញ្ចឹងសូមធ្វើការយោគយល់ឥឡូវការស្រង់យើងស្រង់ហេតុអីក៏ស្រង់មានអ្នកបានមានអ្នកអត់មានបញ្ហាដោយអាដាមគុណគឹមបានលើកចឹងព្រោះពេលដែលយើងធ្វើឥឡូវស្រង់ពីណាហើយបើចាំងស្រង់សក្រិតទាំងអស់គឺចាំបាច់ទេចាំចោះឈ្មោះចាំអ្នកមកពីថៃមកពីអីមកចោះទាំងអស់បានចាប់ផ្ដើមធ្វើប្រហែលជាមិនបានធ្វើទេមកស្បត់ទេព្រោះទាំងមានអ្នកមកបដាចឹងបានន័យថាឥឡូវពីណាមកមុនស្រង់ឈ្មោះធ្វើមុនបានន័យថាអ្នកដែលស្រួលបំផុតគឺអ្នកនៅក្នុងកន្លែងធ្វើម៉េចឲ្យចំគោលដៅអ្នកនៅក្នុងមណ្ឌលជនពិសេសហើយកុំឲ្យជន់គ្នាបាទព្រោះមកគ្រួសារបានមួយជាងការប្តីនៅជំរំភាសឹកមួយប្រពន្ធនៅជំរំភាសឹកដល់ពេលចោះឈ្មោះបានទៅ2អញ្ចឹងយើងដកមួយវិញទុកឲ្យអ្នកដែលអត់ទាន់បានហើយអ្នកដែលមានពិតប្រកបទីហោគាត់ដីនៅក្នុងនឹងគាត់ទៅធ្វើពលកម្មនៅថៃឬភ្នំពេញពេលដែលគេស្រង់ឈ្មោះគាត់អត់បានជាប់អញ្ចឹងតែគាត់បាត់ដីដែរឲ្យស្រង់ទៅដើម្បីធ្វើអញ្ចឹងធ្វើម៉េចឥឡូវកើនតាមប្រមាណ100ធ្វើម៉េចត្រួតឲ្យខ្ញុំឲ្យប្រកាសជាច្បាស់អ្នកដែលត្រូវបានត្រូវតែបានឲ្យមានតម្លាភាពឲ្យទទួលខុសត្រូវការជួយយើងនឹងជួយបន្តបាទអានេះគឺសំខាន់កុំឲ្យបានហើយអ្នកដែលត្រូវបានអត់បានអ្នកដែលអត់បានអញ្ចឹងអត់ចេះចប់រឿងអញ្ចឹងសូមធ្វើហើយខ្ញុំសរសើរដល់គណៈកម្មការមានខេត្តមានស្រុកមានគណៈកម្មការពីសមាគមអតីតយុវជនដើម្បីត្រួតពិនិត្យប៉ុន្តែក្នុងរយៈពេលខ្លីវាមានឆល្បែងខ្លះការផ្ដល់ព័ត៌មានរបស់ប្រជាជនគឺជាការស្វាគមន៍ហើយសូមអរគុណដែរជាការយោគយល់បាទតែត្រូវយល់ថាតិចក្តៅព្រោះមានអ្នកខ្លះល្អថាធ្វើផ្ទះហើយក្តៅហែងហើយចាំដាំឈើដុះហើយបានឲ្យចូលទៅនៅជាប់ហើយអញ្ចឹងប្រកាសជាមិនដល់ដើមឈើដុះថាទុកឲ្យបងប្អូននៅរ៉ាំរ៉ៃនៅជនភាសឹកទឹកលិចចឹងអីអត់ទេអញ្ចឹងសូមយោគយល់ធ្វើតិចធ្វើច្រើនហើយខ្ញុំសរសើរបងប្អូនដែលចូលនៅក្នុងមណ្ឌលជនភាសឹកគាត់ចាប់ផ្ដើមក៏អត់រងចាំថាយើងត្រូវផ្ដល់ឲ្យគាត់ទាំងអស់ទេគាត់ចូលទៅកន្លែងខ្លះគាត់បើកហាងបើកកាហ្វេបើកអីភ្លាមម្ចាស់ការស្មារតីនេះសំខាន់ចូលរួមខ្លាំងណាស់ជាមួយរាជរដ្ឋាភិបាលហើយគាត់យល់ហើយសូមអរគុណណាស់ចំពោះការយល់
ហើយខ្ញុំសូមបញ្ជាក់ម្ដងទៀតការរៀបចំលំនៅឋានបណ្ដោះអាសន្ននេះមិនមែនបានន័យថាយើងបោះបង់សិទ្ធិនៅក្នុងការការពារដីនៅក្នុងដែនអធិបតេយ្យភាពរបស់យើងទេយើងនៅបន្តទាមទារបាទយើងនៅបន្តប្រើគ្រប់មធ្យោបាយហើយអាទិភាពធំបំផុតគឺមធ្យោបាយដែលមិនត្រូវបំផ្លាញឡើងវិញផ្ទះនេះ 2000 ខ្នងធ្វើក្នុងរយៈ 2 ខែខ្ញុំសរសើរថាលឿនប៉ុន្តែបងប្អូនតាមមួយព្រឹកទេត្រូវការកប៉ាល់ហោះទម្លាក់គ្រាប់តាម20កប៉ាល់ហោះទេគឺខ្ទេចអស់វិញពេលដែលយើងវាយគ្នាព្រឹកខ្លះនៅជោគជ័យគឺកប៉ាល់ហោះមកតាមខ្ញុំទទួលបានរាយការណ៍ថ្ងៃខ្លះចង់20គ្រឿងគ្រាន់តែទម្លាក់គ្រាប់បាទមានអាមីស៊ីលមានអាគ្រាប់អញ្ចឹងសូមឲ្យយល់ពង្រឹងឡើងវិញហើយការរៀបចំនេះគឺនៅបន្តធ្វើគ្រប់កន្លែងទាំងអស់ឥឡូវនៅប្រទានមានជ័យបានធ្វើនៅឧត្តរមានជ័យហើយនៅព្រះវិហារបានធ្វើច្រើនហើយរៀបចំដើម្បីបញ្ចុះជូនគាត់កន្លែងខ្លះគាត់នៅគៀកនៅខាងមុខក៏គាត់មិននៅរៀបកន្លែងសុវត្ថិភាពហើយនៅតាមបណ្ដោយព្រំដែនកន្លែងខ្លះដូចនៅពោធិ៍សាត់អីអភិបាលខេត្តមកទេអង្គុយរីដាអភិបាលមើលដើមឈើឡើងវិញកុំឲ្យតងល់ហ្នឹងបាទរៀបចំពីកាលមុនព្រៃឥឡូវគឺថាមួយរយៈយើងអភិវឌ្ឍបាទដើមឈើយើងធ្វើកន្លែង resort ធ្វើអីឥឡូវចាប់ដើមឈើឡើងវិញនៅគ្រប់កន្លែងទាំងអស់ដើម្បីបានមលុបផងបានអីផងកុំឲ្យតងល់ចឹងបាទរៀបចំនៅកន្លែងទាំងពោធិ៍សាត់ទាំងនិយាយរួមខេត្តជាប់ព្រំដែនគិតគូមើលបាទហើយនៅខាងភូមិភាគ4ដូចគ្នាកន្លែងខ្លះត្រូវកែសម្រួលប្រជាពលរដ្ឋកន្លែងខ្លះត្រូវដើម្បីសុវត្ថិភាពបណ្ដោះអាសន្នហើយរៀបចំដើមឈើរៀបចំជំរកសុវត្ថិភាពរៀបចំទីតាំងទាំងសម្រាប់ប្រជាពលរដ្ឋរបស់យើងសាលារៀនជួសជុលឡើងវិញទៅតាមអ្វីដែលតម្រូវការហើយដោះស្រាយសំខាន់បំផុតគឺកុំយកទង់វែងឆ្នាំវែងបើនៅតលតែដូចស្តង់ដារដើមអញ្ចឹងសាលាមុនធ្វើពីក្បឿងគេបាញ់ខ្ទេចអស់ហើយអញ្ចឹងចាំ2ឆ្នាំទៀតបានឲ្យកូនក្មេងទៅរៀនបាច់ទេពិនិត្យមើលទៅជួនកាលឥឡូវនេះឃើញគេអាសំណង់ថ្មីក្រោយបច្ចេកវិទ្យាឲ្យធ្វើរាប់10ទសវត្សរ៍បាទអាគារពីមុនធ្វើអស់ 100000 អាគារមួយជាន់6កន្ទប់ធ្វើពីឥដ្ឋរៀបចំតាំងពីដើមបូកអីទាំងអស់ចាក់គឺឥឡូវអត់ទេគេទិញអាសំណង់ទំនើបប្រទេសគេក៏ធ្វើដែរមួយអស់តែ2-30000ទេអាហ្នឹងគឺគេកាត់ពុំពីក្រៅយកមកផ្គុំតែម្ដងបាទហើយខ្ញុំនៅអាមេរិកផ្ទះធ្វើអាកាត់ពុំធ្វើពីមនាងសិលាធ្វើពីរាប់លានដុល្លារព្រោះវាយូរឆ្នៃទៅហើយស្តង់ដារសាលាខ្ញុំឲ្យក្រសួងអប់រំគិតដែរឥឡូវយើងក៏មានស្តង់ដារតែមួយគ្រប់កន្លែងស្តង់ដារនៅក្រុងមួយទៅស្តង់ដារនៅជាយក្រុងមួយទៅកន្លែងជនបទមួយទៅដើម្បីយើងបង្កើតបើមិនចឹងយើងរងចាំថវិកាច្រើនតែមិនមែនធ្វើចិនឆៃទេគឺនៅតែស្តង់ដារទំនើបនៅតែស្តង់ដារគុណភាពខ្ពស់តែគ្រាន់តែថារបៀបសាងសង់និងការចំណាយហើយការគិតគូរអំពីជំរកសុវត្ថិភាពនៅតាមសាលាជាពិសេសនៅកន្លែងដែលមានក្របផ្លើងការគិតគូរជាអកុសលទៅខ្ញុំនិយាយកាលពីសមាគមអតីតយុទ្ធជនពីឆ្នាំទៅប្រទេសយើងសន្តិភាពយើងច្បាំងគ្នាចុងក្រោយបំផុតខែឆ្នាំ2011តែឥឡូវវាកើតឡើងវិញតែយើងកុំឲ្យវាកើតឡើងទៀតខិតខំដោះស្រាយអស់ហើយរួមគ្នាជាធ្លុងមួយនៅក្នុងប្រទេសយើងទី1កុំឲ្យសង្គ្រាមផ្ទៃក្នុងយើងឡើងវិញបដោតរួមគ្នាគ្រប់និន្នាការទាំងអស់ដើម្បីការពារប្រទេសជាតិយើងពីការគំរាមកំហែងពីការក្រៅនេះរាប់រយឆ្នាំមកហើយដែលយើងច្បាំងគ្នាតែខាងក្នុងតែយើងច្បាំងគ្នាខាងក្នុងយើងបែកបាក់ខាងក្នុងយើងធ្វើឲ្យប្រទេសយើងទន់ខ្សោយនេះគឺជាចំណុចដែលកូនខ្មែរត្រូវចងចាំទាំងអស់គ្នាអញ្ចឹងនៅក្នុងចំណុចនេះពាក់ព័ន្ធទៅនឹង
ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលទោះបីជារាជរដ្ឋាភិបាលមានការគិតគូរនិងបានដាក់ចេញនៅវិធានការនិងមានយន្តការគ្រប់ជ្រុងជ្រោយយ៉ាងណាក្តីដើម្បីគោរពនៅវីរភាពដ៏អង់អាចក្លាហានហ៊ានធ្វើពលកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជននិងនិវត្តជនខ្ញុំសូមផ្ដល់អនុសាសន៍មួយចំនួនដើម្បីតម្រង់ទិសធានាដល់ការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ក្រោយទី1ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាត្រូវសហការជាមួយសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជារៀបចំកម្មវិធីជាក់ស្ដែងរបស់ទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជានឹងត្រូវយកចិត្តទុកដាក់ធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផលការងារវិស័យអតីតយុទ្ធជននិងនិវត្តជនឆ្នាំ2025កន្លងមកនឹងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តទី2ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាត្រូវបន្តជំរុញការបង្កើតគណៈកម្មការពិវត្តសហគមន៍អតីតយុទ្ធជននិងនិវត្តជនឃុំសង្កាត់នៅតាមរាជធានីខេត្តចុះប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបង្ហាញបញ្ហាប្រឈមនិងតម្រូវការរបស់អតីតយុទ្ធជនអតីតមន្ត្រីរាជការស៊ីវិលនិងគ្រួសារនិងរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជននិងនិវត្តជនឃុំសង្កាត់នៅតាមរាជធានីខេត្តឲ្យមានដំណើរការល្អដើម្បីបង្កើនប្រសិទ្ធភាពនៅក្នុងការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជននិងនិវត្តជនឲ្យបានកាន់តែប្រសើរឡើងស្របតាមស្នាដៃគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិលទី3ក្រសួងព័ត៌មានត្រូវណែនាំឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជនផ្សព្វផ្សាយសារលិខិតក្នុងឱកាសទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19ដែលខ្លឹមសារឯកសារនានាពាក់ព័ន្ធនឹងទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក៏ដូចជាសកម្មភាពសង្គមរបស់អតីតយុទ្ធជននិងនិវត្តជនឲ្យបានទូលំទូលាយរដ្ឋបាលរាជធានីខេត្តត្រូវសហការជាមួយមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅតាមរាជធានីខេត្តដើម្បីរៀបចំពិធីសម្ដែងសម្ដៅជាមួយអតីតយុទ្ធជននិងនិវត្តជននិងរៀបចំទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19ឲ្យបានសមរម្យទៅតាមស្ថានភាពនិងលទ្ធភាពជាក់ស្ដែងគ្រប់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជននិវត្តជននៅតាមមូលដ្ឋាននិងយុទ្ធជនយុទ្ធនារីដែលបំពេញបេសកកម្មនៅព្រំដែនគ្រាន់តែពេលនេះគឺកុំទៅជួមុខបាទហើយកុំទៅថតទីតាំងយោធាតែមិនហាមបងប្អូនទៅជួបផ្ដល់ខ្ញុំឃើញបងប្អូនទៅលេងព្រោះយើងមិនអាចហៅកងទ័ពមកចុះស្វាគមន៍ឲ្យសុំគុំមានការអន់ចិត្តតែបងប្អូនយល់ច្រើនសប្បុរសជនយើងយល់ច្រើនខុសពីឈប់ប៉ះគ្នាលើកទី1ពេលនោះបងប្អូនខ្លះទៅដល់ selfie live នៅលេនដ្ឋានជួរមុខតែម្ដងបាទអញ្ចឹងវាស្មើនឹងឲ្យគេស្គាល់ប្រភេទលេនដ្ឋានយើងហើយកន្លែងនោះពេលដែលប្រយុទ្ធគ្នាគឺគេបាញ់បុកតែម្ដងរកក្រោះកំតិចលេនដ្ឋានយើងតែម្ដងហើយក៏អរគុណហើយឥឡូវទាហានយើងជួរមុខក៏បានយល់ច្រើនតែគឺសូមកុំភ្លេចបងប្អូនយើងនៅកម្ពុជាការជួយផ្សេងរដ្ឋាភិបាលក្រសួងការពារជាតិគឺយកចិត្តទុកដាក់ធានាគោលរបបហើយនឹងរបស់បន្ថែមជាប្រចាំស្ពាងបំរុងស្ពាងប្រចាំថ្ងៃកន្លែងខ្លះពិតណាចំណុចខ្ពស់មួយចំនួនមានការលំបាករឿងទឹកតែយើងខិតខំគ្រប់បែបយ៉ាងបុកទាំងដងរុញអាកន្លែងខ្លះបុកបណ្ដងវាចេញទេវាខ្ពស់ពេកមានតលីឡើងអ្នកខ្លះថាមិនក៏មិនយក drone ហោះយកទៅទម្លាក់ទៅយល់ថាវាមុខពីរទម្លាក់នៅកន្លែងណាស្មើនឹងឲ្យគេចុចទៅយាមការនៅកន្លែងនោះពេលខ្លះបងប្អូនគាត់លីឡើងដើម្បីព្រោះផ្លូវនៃការឈរជើងរបស់យើងវាអត់មានផ្លូវបេតុងផ្លូវអីទាំងអស់ទេកាប់ដៃបាទកន្លែងខ្លះយើងមាន excavator ទៅជីកយើងដាក់ excavator ឲ្យទិញថែម excavator ច្រើនប៉ុន្តែมันអាចឡើងទៅលើអាចចំណុចខ្ពស់ប៉ុន្មានទាំងការគេដូចគ្នាជាប់ដូចតែគ្នាតែបងប្អូនលះបង់អញ្ចឹងកងគេថា
ខឿនការពិជាតិបបជាប្រវត្តិសុំបន្តកុំឈប់កុំមានតែពេលវាយគ្នានៅបន្តជាប់ជាប្រចាំការចូលរួមលើកទឹកចិត្តរបស់របរស្បៀងគឺជាចំណុចមួយហើយប៉ុន្តែអ្វីដែលសំខាន់គឺគាត់នៅមានថាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅគ្រប់គ្រងទៅដល់បុព្វហេតុរបស់គាត់មិនភ្លេចគាត់ទេនេះគឺជាការលើកទឹកចិត្តធំណាស់បាទនេះគឺជាការលើកទឹកចិត្តនៅក្នុងការចូលរួមការពិជាតិរបស់យើងក៏សូមសួរសុខទុក្ខដល់យុទ្ធជនយុទ្ធនារីដែលកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យនិងជនពិការនៅតាមមណ្ឌលអភិវឌ្ឍយោធិនក៏មួយនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីផ្សារភ្ជាប់មនុស្សជាតិតានិងលើកទឹកចិត្តដល់អតីតយុទ្ធជនយុទ្ធនារីទាំងអស់ឲ្យកាន់តែល្អប្រសើរហើយខ្ញុំសូមពៀមនាដល់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នត្រីរាជការអតីតយុទ្ធជននិងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបងប្អូនជនរួមជាតិដៃគូអភិវឌ្ឍសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនិងមិនមែនរដ្ឋាភិបាលនិងអន្តរជាតិព្រមទាំងវិស័យឯកជនសូមចូលរួមអបអរសាទរទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19ក្នុងក្តីសោមនស្សរីករាយដោយប្រែក្លាយទិវានេះឲ្យទៅជាមហាចលនាសាមគ្គីជួយឧបត្ថម្ភគាំទ្រទាំងស្មារតីសម្ភារៈបរិការនិងការផ្សារភ្ជាប់ជាមួយអតីតយុទ្ធជននិងនិវត្តជនដែលមានគុណបំណែកចំពោះជាតិមាតុភូមិក៏ដូចជាយុទ្ធជនយុទ្ធនារីដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែនដើម្បីការពារបូរណភាពទឹកដីអង្គរដ៏ប្រវត្តិនេះយើងមុននឹងបញ្ចប់នេះខ្ញុំសូមបន្ថែមចំណុចទូចមួយនេះយើងនិយាយអំពីអតីតយុទ្ធជនអតីតមន្ត្រីរាជការឥឡូវខ្ញុំនិយាយពីអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធយើងនិយាយអំពីការពារជាតិពីអតីតកាលការចូលរួមលះបង់របស់អតីតយុទ្ធជនរបស់យើងនិងក្រុមគ្រួសារនៅអតីតកាលប៉ុន្តែការពារជាតិអត់ចប់ទេបច្ចុប្បន្នកាលនិងទៅអនាគតកាលអញ្ចឹងជាបន្ថែមបន្តិចឃើញការជជែកគ្នាច្រើននៅក្នុងបណ្ដាញសង្គមដែលអត់មានព័ត៌មានគ្រប់គ្រាន់ខ្ញុំសូមគ្រាន់ថាជាគោលមិននិយាយលម្អិតទេព្រោះនិយាយលម្អិតអានឹងទុកនិយាយក្របខ័ណ្ឌកងទ័ពបិទទ្វារគឺការកែតម្រង់និងទំនើបកម្មកងទ័ពដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់យើងធ្លាប់ឮហើយគោលបំណងគឺដើម្បីបង្កើនសមត្ថភាពការពារជាតិរយៈពេលវែងដើម្បីពង្រឹងសមត្ថភាពរយៈពេល20ឆ្នាំទៅធ្វើការពីនឹងឥឡូវការកំណែតម្រង់ទំនើបកម្មនេះយើងមិនមែនទើបធ្វើទេយើងបានធ្វើជាប់ជាប្រចាំតាំងពីបែក79មកកែតម្រង់ពង្រឹងតែស្ថានភាពវាប្រែប្រួលខុសគ្នាកម្រិតនៃហានិភ័យនិងសមត្ថភាពនឹងការចាំបាច់នៅក្នុងការកសាងកម្លាំងពេលសង្គ្រាមទសវត្សរ៍ទី80 90យើងចំណាយច្រើនទៅលើវិស័យការពារជាតិក្រោយពីចប់នយោបាយជ្រះជ្រះយើងបងវាយច្រើនចប់ដំណាក់កាលទី1 93យើងរំសាយទ័ពកាលនោះអ៊ុនតាក់ដឹកនាំរំសាយទ័ពប្រមាណភាគីចូលមកជាមួយគ្នាចប់98យើងចាប់ដើមប្រវែធនធានថវិកាពីវិស័យការពារជាតិទៅវិស័យដែលពាក់ព័ន្ធសេដ្ឋកិច្ចសង្គមដោយសង្គមកិច្ចដែលត្រូវបង្កើនការយកចិត្តទុកដាក់ដល់អតីតយុទ្ធជនគ្រួសារពលីស្អីអប់រំសុខាភិបាលរហូតទៅដល់យើងមានបញ្ហាបន្ថែមទៀតប៉ុន្តែជាយ៉ាងណាក៏ដោយវិស័យការពារជាតិមិនមែនភ្លើងចម្បាំងទេត្រូវរយៈពេលវែងអញ្ចឹងការកំណែតម្រង់របស់យើងនេះគឺផ្អែកទៅលើកិច្ចការងារសំខាន់ដូចជាការពង្រឹងរចនាសម្ព័ន្ធការវឹកវើគ្រឿងបំពាក់ប៉ុន្តែអ្វីដែលគោលដៅធំគឺការរៀបចំទីហោបង្កើនប្រសិទ្ធភាពនេះរចនាសម្ព័ន្ធជាសាមញ្ញគឺថាបង្រួមក្បាលពង្រីកខ្លួននិយាយសាមញ្ញតែម្ដងតែនិយាយតែកែតម្រង់ទិសដៅស្អីកែតម្រង់ពីណាក៏និយាយបានប៉ុន្តែធ្វើទិសដៅស្អីបាទគឺកែតម្រង់ដើម្បីគោលដៅចុងក្រោយគឺបង្រួមក្បាលពង្រីកខ្លួនព្រោះខ្លួននិងជើងគឺជាអ្វីដែលជាប់ដៃហើយជាអ្វីដែលត្រូវដើរជាប្រចាំ
ដោយសារយើងផ្អាកតាំងពី98មកយើងការរើសទ័ពថ្មីក៏យើងមានចំនួនកំណត់ការចូលនិវត្តន៍ក៏វាកើតពីមួយឆ្នាំទៅមួយឆ្នាំតំណន្តរស័ក្តិរបស់យើងក៏កាន់តែកើនយោធិននគរបាលជាតិតាមបណ្ដាអង្គភាពប៉ុន្តែនៅអង្គភាពជើងក្រោមគឺមានកម្រិតឋានានុក្រមព្រោះយើងមិនអាចថាឲ្យទៅដល់ឆ្នាំឡើងចឹងជាយុទ្ធជនពាក់ផ្កាយ3ក៏មិនកើតវាត្រូវមានឋានានុក្រមពីមេពួកមេក្រុមមេកងតូចមេកងអនុសនាធំមេវរៈតាមឋានានុក្រមប៉ុន្តែទោះជាយ៉ាងណាការរៀបចំបច្ចុប្បន្នយើងអត់ទាន់ត្រូវទេព្រោះធម្មតាសាក់មួយគឺមេកងអនុសនាតូចកាន់តប30នាក់ជាងមិនសាក់មួយជាយុទ្ធជនទេប៉ុន្តែដោយសារយើងអត់មានចូលចឹងបានកន្លែងខ្លះយុទ្ធជនឡើងសាក់2សាក់3ឬមួយក៏មេកងតូចស្មើនឹងមេកងអនុសនាធំតែនេះជាតម្រូវការស្ថានភាពជាក់ស្ដែងរបស់យើងប៉ុន្តែទៅថ្ងៃមុខយើងនឹងរៀបតបឲ្យបានលំដាប់លំដោយទី2ក្បាលធំបង្រួមឲ្យតូចបាននៃស្ថាប័នដឹកនាំបញ្ជានឹងគ្រប់គ្រងក្រសួងការពារជាតិអគ្គបញ្ជាការបញ្ជាការដ្ឋានប្រភេទទ័ពបញ្ជាការដ្ឋានភូមិភាគបញ្ជាការដ្ឋានកងពលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកសេវានឹងឲ្យថយបាទមកការឡៃខ្លះឥឡូវឡើង50នាក់អត់ត្រូវការទៅ10នាក់យកទៅ10នាក់ទៅថ្ងៃក្រោយតែពង្រឹងទៅដល់កម្លាំងប្រតិបត្តិការវរៈសេនាតូចស្អីនៅខាងក្រោមបាទអញ្ចឹងការធ្វើកំណែតម្រង់នេះឥឡូវយើងបានធ្វើមិនទាន់ចប់ទេនៅបានធ្វើជាប្រដាប់ឥឡូវនៅក្រសួងអាដាមទាសីហាថ្ងៃនេះឲ្យបានចូលគាត់នៅសៀមរាបគឺបានកំពុងពិចារណាឥឡូវយើងគ្រោងលុបចោលនាយកដ្ឋានមួយចំនួនកាត់ការឡៃមួយចំនួនផ្នែកមួយចំនួនចោលបង្រួមការឡៃចំនួនដែលមានទួនាទីដូចគ្នាដាក់ក្រុមតែមួយប្រភេទតបកម្លាំងប្រយុទ្ធមុខងារដូចគ្នាប្រមាណយើងលុបបើលុបពីក្រសួងហើយជំនាញខ្លះត្រូវលុបពីលើដល់ក្រុមតែម្ដងវាអត់ត្រូវការងារខ្លះការឡៃមួយអាចធ្វើបានចាំបាច់មានការឡៃពីរទេលុបចោលមួយទៅបង្រួមទួនាទីមកមួយទៅឲ្យក្បាលកាន់តែតូចនៅជើងគោកនៅអគ្គបញ្ជាការកាលពីខ្ញុំទៅមេជើងគោកយើងបានធ្វើមួយជាទៀតកាលនោះយើងបានប្រជុំទី1ហាមឈប់ឲ្យផ្ទេរពីក្រោមឡើងលើតែពីលើទៅក្រោមបានបើចង់ផ្ទេរពីបញ្ជាការដ្ឋានជើងគោកទៅភូមិភាគទៅសុបយើងឲ្យតែបើសុំពីក្រោមមកស្នាក់នៅចំចតនៅការឡៃនៅលើអត់ឲ្យទេតឹងណាអគ្គបញ្ជាការដូចគ្នាហើយខ្ញុំសូមអរគុណអាដាមវងពិសេសដែលជំរុញការងារនេះអគ្គបញ្ជាការពីអាណត្តិមុនងាយមិញខ្ញុំឆៃបើអាដាមជំសុកពេលដែលចាប់ផ្ដើមយើងមាន 6,000 នាក់ឥឡូវនៅសល់តែជាង 2,000 នាក់ទេហើយផែនការទៅមុខគឺនឹងកាត់បន្ថយឲ្យនៅសល់តែជាង 600 នាក់ទេសម្រាប់អគ្គវិជាការកែតម្រង់ពី 6,000 ទៅ 600 មិនត្រឹមតែនិយាយទេគឺបានកែពី 6,000 មក 2,000 រួចទៅហើយអស់ 2/3 រួចទៅហើយអ្នកចេញអ្នកចូលអត់ទេអ្នកចូលនិវត្តន៍បាទចូលនិវត្តន៍អញ្ចឹងគឺជាបើសិនជាផ្ទេរពីក្រោមឡើងទាំងអស់នៅតែជើងស្ដួចប៉ោកនៅតែលើដដែលអត់ធ្វើអីទេបើកតែពាក់កែចិញ្ចឹមការឡៃចិញ្ចឹមទីជាការចិញ្ចឹមនឹងអត់ធ្វើអីអត់កន្លែងអង្គុយទៀតនៅពេលដែលអ្នកប្រឈមមុខផ្ទាល់ត្រូវការល្បាតត្រូវការទទួលក៏ទៅ100គីឡូត្រូវការ50គីឡូល្បាតប្រចាំថ្ងៃកាន់តែខ្សត់ទៅនេះគឺជាការកំណែតម្រង់របស់យើងអញ្ចឹងក្របខ័ណ្ឌដែលរៀបថ្មីនេះទីបញ្ជាការគ្រប់ទាំងអស់ពីលើដល់ក្រោមអត់ពៀនឲ្យច្រើនទៀតទេបាទហើយយើងនឹងធ្វើការកាត់បន្ថយជាជំហានទៅឥឡូវអ្នកដែលលើហើយតិចទៀតចូលនិវត្តន៍អីអត់បំពេញឲ្យថែមតាប់ទៅកន្លែងណាដែលអាចផ្ទេរផ្ទង់នៅខាងក្នុងដូចថ្ងៃមុនអគ្គសម្ភារៈបច្ចេកទេសអាដាមម៉ាក់សរុតដែលគាត់ឡើងជាអគ្គសម្ភារៈបច្ចេកទេសអ្នកខ្លះសួរថាមិនដូរក្មេងដាក់ចាស់ខ្ញុំអត់ដឹងក្មេងឬចាស់ទេខ្ញុំដឹងតែលទ្ធផលដើម្បីកងទ័ពរបស់ខ្ញុំ
របស់ជាតិរបស់យើងនៅក្នុងការដឹកនាំក្នុងនាមជានាយករដ្ឋមន្ត្រីអាដាមទាសីហៈយើងទទួលខុសត្រូវចំពោះមុខជាតិរបស់យើងនេះគឺជាការកំបាំងអញ្ចឹងជំនាញបច្ចេកទេសត្រូវដាក់នៅក្នុងដំណាក់កាលកែតម្រង់ដំណាក់កាលអន្តរកាលដាច់ខាតត្រូវរកបេក្ខជនដែលត្រឹមត្រូវអាដាមម៉ាក់សរុនក្នុងកងទ័ពពីណាក៏ស្គាល់គាត់ដែររៀនតាមពីរុស្ស៊ីជំនាញនេះច្បាស់លាស់ពេលប្រយុទ្ធគាត់នៅមុខក្តាប់បានទាំងអស់ប៉ុន្តែអាដាមចៅពិរិទ្ធគាត់នៅក្មេងគាត់ធ្វើការគាត់មានបទពិសោធន៍ច្រើនឆ្នាំប៉ុន្តែក្នុងដំណាក់កាលដែលជាតិត្រូវការយើងត្រូវរើសអ្នកដែលល្អបំផុតសម្រាប់ប្រទេសជាតិបាទចាស់ទុំដែលមានបទពិសោធន៍មានឆន្ទៈមានគំនិតអភិវឌ្ឍអាដាមម៉ាក់សរុនអត់អភិរក្សទេគាត់បើកនៅក្នុងការគិតគូរអំពីបច្ចេកវិទ្យាថ្មីៗនៅក្នុងការពិភាក្សាអ្នកខ្លះគេថាមិនដាក់អ្នកចាស់គាត់ប្រកាសជាមិនកែគាត់ស្អីទេអត់ទេយើងរៀបចំដើម្បីផលប្រយោជន៍ជាតិពង្រឹងហើយដើម្បីជាថ្នាលមួយរៀបចំនៅក្នុងការផ្ទេរឲ្យអ្នកជំនាន់ក្រោយតែសំខាន់យើងរៀបចំអញ្ចឹងការរៀបចំបែបនេះដែលយើងត្រូវធ្វើហើយយើងត្រូវពង្រឹងកិច្ចការងារមួយចំនួននៅក្នុងការខ្លួនធំខ្លួនតូចយើងត្រូវធ្វើម៉េចដើម្បីឲ្យខ្លួនធំរឹងមាំនិងរស់រវើកបាទមិនបានន័យខ្លួនធំឲ្យសិតតែខ្លាញ់នោះទេបាទខ្លួនធំត្រូវជាសាច់ដុំដែលអាចទ្រខ្លួនឆ្លើយតបតាមសភាពការទៅលោតទៅហក់យ៉ាងម៉េចអញ្ចឹងបានន័យថាអង្គភាពជាប់ដីនៅខាងក្រោមដឹកនាំប្រជាត្រូវបង្កើនឲ្យមានប្រសិទ្ធភាពក្នុងការដឹកនាំទ្រោលសភាពការអ្នកដឹកនាំបញ្ជាតាមកម្រិតបញ្ជាការប្រភេទតបអគ្គបញ្ជាការក្រសួងការពារជាតិស្ថាប័នបម្រើស្ថាប័ននយោបាយត្រូវដើរតួនាទីរបស់ខ្លួនធ្វើម៉េចឲ្យជើងក្រោមខ្លាំងការវឹកវើនិងបំពាក់ជាប្រចាំនេះគឺអ្វីកុំឲ្យដោះពោះកុំឲ្យដោះខ្លាញ់នេះគឺជាការកែតម្រង់ក្បាលតូចជាងមុនតូចជាងខ្លួនពង្រីកខ្លួនឲ្យកាន់តែរឹងមាំហើយឲ្យរស់រវើកប្រកបដោយសាច់ដុំមិនមែនខ្លាញ់ពេលដែលជាតិត្រូវការរត់ចម្ងាយណារត់រយៈពេលណាយើងនៅតែទៅបានខ្ញុំលេងពាក្យបន្តិចហើយខ្ញុំអត់បញ្យល់ថាត្រូវធ្វើស្អីអានឹងទុកឲ្យប្រជុំបិទទ្វារផ្ទៃក្នុងចុះអង្គភាពណាត្រូវធ្វើម៉េចស្អីយ៉ាងម៉េចបំពាក់ស្អីបកកើតស្អីលុបស្អីព្រោះត្រូវបកកើតការប្រែប្រួលនៃបច្ចេកវិទ្យាសង្គ្រាមឥឡូវសើបការមិនមែនប្រដាប់អាវុធលូនទៅទៀតទេលូនពេលយប់ក៏គេមើលឃើញពេលថ្ងៃគេមើលឃើញវាត្រូវប្រើបច្ចេកវិទ្យាទីអទប់យ៉ាងម៉េចយើងធ្វើទាហានរបស់យើងត្រូវចេះអីខ្លះចឹងបានអ្នកខ្លះបងប្អូនខ្លះយល់ច្រឡំថាចូលទាហានអ្នកខ្លះគេថាអត់រៀនចូលទាហានមិនអត់ទេទាហានត្រូវការប៉ូលីសត្រូវការ PM ត្រូវការជាពិសេសក្នុងសម័យថ្មីនេះកងកម្លាំងប្រដាប់អាវុធត្រូវតែជាទំនើបព្រោះសភាវុធនិងបច្ចេកវិទ្យាសន្តិសុខបច្ចេកវិទ្យាការពារជាតិត្រូវការអ្នកចេះដឹងនិងការវឹកវើខ្ពស់ហើយនេះគឺជាការវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងការបង្កើនសមត្ថភាពយោធិនកងនគរបាលជាតិនិងកងរាជអាវុធហត្ថដែលយើងត្រូវធ្វើទៅមុខការវិនិយោគសម្រាប់ជាតិរបស់យើងធ្វើឲ្យខ្លះទុកនិយាយបាត់ទ្វារតែបងប្អូនចាំមើលចោះទុកឲ្យឆ្ងល់សិនតែអ្វីដែលខ្ញុំនិយាយគឺការពង្រឹងសមត្ថភាពរបស់យើងពាក់ព័ន្ធនេះក៏វាពាក់ព័ន្ធទៅនឹងរឿងច្បាប់កាតព្វកិច្ចឥឡូវយើងមានសជីផ្កាប់យើងនឹងធ្វើឲ្យសជីផ្ងាខ្ញុំបាននិយាយឲ្យមូលហេតុអីបានយើងមានសជីផ្កាប់បានសាក់ធំច្រើនជាងសាក់តូចដោយសារតាំងពីយើងនយោបាយឈ្នះមកការរើសទ័ពថ្មីយើងអត់សូវមានការបញ្ចេញទ័ពក៏មានហើយយូរឆ្នាំតាមច្បាប់នៃលក្ខន្តិកៈស្ដីពីលក្ខន្តិកៈកងយុទ្ធពូកែមកគឺដល់ឆ្នាំបើសិនមិនកលប្រអប់ទេគឺគាត់ឡើងយើងមិនអាចអយុត្តិធម៌មិនឲ្យគាត់ឡើងតែឡើងទោះបីឡើងត្រឹមកម្រិតណាមួយដល់អញ្ចឹងបានយើងមានពេលខ្លះយុទ្ធជនដល់នាយចំណងឬមួយអីនោះបាទយុទ្ធជនមិនន័យថាគាត់នៅទៀបជាងគេបន្តមកមានមេពូតែយើងត្រូវទៅឲ្យគាត់តែទៅថ្ងៃមុខច្បាប់កាតព្វកិច្ចនេះនឹងជួយពង្រាយបានន័យថាអ្នកដែលចូលកាតព្វកិច្ច
គឺអត់មានសាក់ទេតាមការគិតគូរដំបូងតើតែគាត់ចប់2ឆ្នាំបានពេលដែលគាត់ចូលនិវត្តន៍មានសាក់ស្អីមួយហើយអ្នកនឹងគាត់អាចដាក់ពាក្យសុំជាទាហានអាជីពបានចូលមកតាមនឹងទៅរហូតដល់ពេលដែលគាត់ត្រូវចូលសាក់ចូលនិវត្តន៍ចូលទៅយោធិនបំរុងបាទអញ្ចឹងទៅថ្ងៃក្រោយចំនួននាយទាហានរងដែលឥឡូវយើងបូកសរុបទៅនាយទាហានរងចង់70ម៉ានឲ្យដល់មកសម្ព័ន្ធនៃជើងគោកយើងដូចចង់70%ជាង75ឬមួយចង់80%ហើយនាយទាហានរងទៅដល់នាយទាហានពលទាហានមានតែ15%ទេទៅថ្ងៃក្រោយយើងនឹងពង្រីកពលទាហានឲ្យច្រើនតាមរយៈការបំពេញកាតព្វកិច្ចទី2យើងនឹងមានកងទ័ពបំរុងអ្នកដែលចប់2ឆ្នាំនេះគាត់នឹងចូលទៅក្នុងយោធិនបំរុងរហូតដល់អាយុ45ឆ្នាំបាទមានអ្នកខ្លះសួរថាម៉េចក៏45មិន40មិន50ប្រទេសនេះគេធ្វើចេះប្រទេសនោះគេធ្វើចុះរឿងប្រទេសគេធ្វើរឿងគេកម្ពុជាធ្វើរបៀបកម្ពុជា45ឆ្នាំខ្ញុំតាពេញកម្លាំងល្មមហើយប្រជាពលរដ្ឋយើងអត់ខ្វះទេអ្នកដែលមួយឆ្នាំគ្រាន់តែប៉ោ5-10ម៉ឺនអ្នកដែលគ្រប់អាយុអញ្ចឹងនៅក្នុង45ឆ្នាំបាទគាត់នៅកម្លាំងរងមាំគាត់នៅអាចជួយបានអញ្ចឹងយោធិនបំរុងនេះយើងនឹងត្រូវបង្កើតអង្គភាពបំរុងនេះក្រៅពីអង្គភាពអាជីពពេញម៉ោងគឺអង្គភាពបំរុងដែលមួយឆ្នាំឧទាហរណ៍កងពលបំរុងអញ្ចឹងគឺមាននាយទាហានអាជីពប្រមាណ%ជាក្បាលម៉ាស៊ីនហើយក្នុងនោះយោធិនបំរុងយោធិនកាតព្វកិច្ចនេះដែលគាត់ទៅជាយោធិនបំរុងក្នុងម្នាក់ក្នុងមួយឆ្នាំដូចគាត់ត្រូវមកបំពេញកាតព្វកិច្ចមួយសប្តាហ៍2សប្តាហ៍ហ្នឹងយើងកំពុងគិតគូរគ្នាអញ្ចឹងគាត់នឹងវិលជុំមកបាទបំពេញសាច់អញ្ចឹងគាត់ហាត់ជាប់មួយឆ្នាំដុសខាត់មួយឆ្នាំបាន2អាទិត្យក៏បានបាទអានេះគឺជាការរៀបចំអញ្ចឹងមានការយើងអត់ចាំបាច់មើលថែទាំ20កងពលទេយើងថែទាំតែ4កងពលសល់6ទៀតបំរុងមានការយើងបង្កើនភ្លាមហើយអត់មានដលងមូលទេមកសិនអ្នកដែរធ្វើការហើយក្រៅពីនោះបើសិនជាប្រព័ន្ធនឹងកងពលអត់គ្រប់យើងនៅមានប្រជាពលរដ្ឋយើងដែលមានចំណេះដឹងជំនាញមួយដែរដោយនៅសិង្ហបុរីតបអាជីពរបស់គាត់តែ60000នាក់ទេហើយ80000នាក់បើមានសភាពការគាត់ហៅអង្គភាពបំរុងអាចកើនទៅដល់2000000នាក់តែបើប្រទេសជាតិចាំបាច់គាត់មាន1លាននាក់នៅក្នុងប្រទេសដែលបានវឹកវើត្រៀមមួយតើនេះគឺជាការត្រៀមលក្ខណៈរយៈពេលវែងហើយសួរថាចុះយើងត្រៀមធ្វើតែសង្គ្រាមអីក៏យើងចង់បានសន្តិភាពអត់ទេអ្នកដែលបដោះបដាលជាទាហានបំរុងចប់24ខែនេះគឺជាធនធានមួយដែលរដ្ឋបានវិនិយោគ24ខែនៅក្នុងការបដោះបដាលនៅក្នុងការបំពេញការងារនៅក្នុងការគាត់ឲ្យមានជំនាញដើម្បីចេញទៅជាធនធានរបស់ប្រទេសជាតិអញ្ចឹងយើងអត់ខាតទេយើងចាប់តែប៉ុន្តែអ្វីដែលចំណេញធំបំផុតគឺការបណ្ដុះនៅគំនិតស្នេហាជាតិហ៊ានលះបង់គ្រប់ពេលវេលានៅពេលជាតិត្រូវការពារទឹកដីរបស់យើងដោយគ្មានលក្ខខណ្ឌប្រកបដោយជំនាញនេះគឺជាការបដោះទោះគាត់ចង់មិនចង់ចូលទៅស្ម័គ្រចិត្តចូលទៅចាប់បខំខ្ញុំជឿថា24ខែនៅក្នុងកងទ័ពគាត់នឹងយល់អំពីស្អីទៅការពារជាតិបាទខ្ញុំជឿថាឯកឧត្តមពូដែរអ្នកខ្លះមិនស្រួលចូលទៅនឹងមិនមែនស្ម័គ្រចិត្តទាំងអស់ទេជួនកាលកែនតួប៉ុន្តែពេលដែលចូលទៅយល់អំពីការលះបង់អំពីការការពារមិត្តអំពីការការពារយុទ្ធមិត្តការការពារទីតាំងហើយចុងបំផុតយើងចេញមកវិញនៅក្នុងបុព្វហេតុបាទអញ្ចឹងខ្ញុំសូមកុំឲ្យមើលការអនុវត្តកាតព្វកិច្ចជាបន្ទុកធ្វើឲ្យមនុស្សខាតពេលខាតរៀនគួរតែវាថាជាឱកាសសម្រាប់យើងតបស្នងទៅប្រទេសកម្ពុជារបស់យើងដល់កំសត់មួយនេះបងប្អូនខ្ញុំឃើញថ្ងៃមុនជាតាម៉ាឡេស៊ីជាតាគាត់សរសេរខ្ញុំដូចប្រមាណឃ្លាខ្ញុំគាត់ថាប្រទេសមួយនេះបានផ្ដល់ឲ្យយើងច្រើនណាស់វាគួរតែយើងចូលរួមការពារវាយើងទាំងអស់គ្នាជាម្ចាស់ប្រទេសនេះអញ្ចឹងគ្មានពីណាចូលរួមការពារប្រទេសនេះធ្វើឲ្យប្រទេសនេះល្អក្រៅពីយើងទេយើងមានចំណែកនៅក្នុងប្រទេសហើយប្រទេសមួយនេះ
ដែលផ្ដល់ឲ្យយើងនៅអត្តសញ្ញាណនិងកិត្តិយសជាខ្មែរបើប្រទេសនេះរឹងមាំប្រទេសនេះមានកេរ្តិ៍ឈ្មោះល្អយើងទៅណាក៏មានរឹងមាំកេរ្តិ៍ឈ្មោះល្អដែរអញ្ចឹងវាជាកាតព្វកិច្ចយោធានេះជាមធ្យោបាយមួយជាយន្តការមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាមានឱកាសបម្រើប្រទេសជាតិគ្មានអីធំជាងការលះបង់ត្រៀមលក្ខណៈនៅក្នុងការលះបង់អាយុជីវិតដើម្បីការពារទឹកដីនោះទេដែលថាស្នេហាជាតិនោះបាទយើងនឹងខិតខំគិតគូរអំពីផ្ដល់អីកុំឲ្យប៉ះពាល់អីប៉ុន្តែมันអាចឲ្យដូចគ្នាទាំងអស់នោះទេมันអាចគ្រប់ពេលទាំងអស់គ្រប់វេលាទាំងអស់มันអាចថាដល់ពេលហើយទេខ្ញុំជាប់ប្រពន្ធពោះធំសុំផ្អាកម្ដាយឈឺធ្ងន់អូខ្ញុំជាប់កម្រោងនេះ2ឆ្នាំទៀតបាត់ចប់ស្អីអញ្ចឹងដើម្បីយុត្តិធម៌ទាំងអស់គ្នាយើងត្រូវតែសុំកុំឲ្យមើលវាជាការលះបង់ការខាតរបស់ខ្លួនមើលវាជាឱកាសដែលខ្លួនឯងជាកូនប្រុសម្នាក់ដែលមានសមត្ថភាពនិងមានដើមទ្រូង5ហត្ថចូលបម្រើជាតិមាតុភូមិរបស់យើងហើយត្រៀមរហូតដល់45ពេលជាតិត្រូវការហ៊ានមកបើសិនជាយើងយកនឹងជាគោលលែងព្រួយបារម្ភរឿងខាតអីតិចតួចខ្ញុំមើលនៅកាលខ្ញុំរៀននៅសាលាទាហានខ្ញុំមានមិត្តភក្តិម្នាក់កាន់សាសនាម៉ូមិនដែលគាត់ធ្វើគ្រូសាសនាដើរគ្រប់ពិភពលោកកាតព្វកិច្ចរបស់គេគឺក្នុងមួយជីវិតគេត្រូវតែចំណាយលុយខ្លួនឯងចំណាយពេលខ្លួនឯងរយៈពេល2ឆ្នាំដើម្បីទៅដើរផ្សព្វផ្សាយសាសនាគ្រិស្តហើយសាលាអនុញ្ញាតព្រោះសាលាទាហានមិនងាយទេសាលាអនុញ្ញាតវាសុកចិត្តខាត2ឆ្នាំមកទទួលសញ្ញាបត្រក្រោយ2ឆ្នាំតែកាតព្វកិច្ចលះបង់ហើយធ្វើដំណើរលុយខ្លួនឯងទៀតដើម្បីធ្វើអានឹងរឿងសាសនាខ្ញុំមិននិយាយចង់និយាយរឿងសាសនាប៉ុន្តែរឿងលះបង់សម្រាប់អីខ្ញុំមិនដឹងប៉ុន្តែលះបង់ដើម្បីជាតិហើយជាពិសេសនៅបទពិសោធន៍ថ្មីដែលយើងទៅឆ្លងកាត់ទៀតកុំអាចចាប់ភ្លេចយើងត្រូវត្រៀមលក្ខណៈកុំឲ្យវាកើតមាននៅក្នុងអនាគតទៀតហើយគ្មានពីណាក្រៅពីកូនខ្មែរយុវជនរបស់ខ្មែរដើម្បីត្រៀមចូលរួមការពារទឹកដីរបស់យើងនោះទេអញ្ចឹងការរៀបចំកាតព្វកិច្ចយោធាសូមកុំមើលវាជាបន្ទុកឬមួយក៏ថាជាការខាតបង់របស់ខ្លួនសូមមើលវានៅក្នុងជាមហាកិត្តិយសមួយហើយសូមឲ្យគ្រួសារនីមួយៗហើយសូមឲ្យក្មួយនារីដែលមានជាសង្សារជាអីលើកទឹកចិត្តឲ្យចូលណាហើយឪពុកម្ដាយបើថាពីណាដែលជាប់កាតព្វកិច្ចឲ្យលើកកូនឲ្យផងដើម្បីបំផុសស្មារតីរួមគ្នាទាំងអស់គ្នាការពារជាតិនេះច្បាប់កាតព្វកិច្ចហើយសង្ឃឹមថានៅក្នុង10ឆ្នាំទៀតយើងនឹងមានយុវជនជាច្រើនដែលបានបម្រើជាតិមាតុភូមិមិនមែនតែក្នុងជួរអាជីពនោះទេប៉ុន្តែទាំងអស់គ្នាហើយសំខាន់យើងងាកទៅឥឡូវយើងទៅសិង្ហបុរីខ្ញុំអាចមើលទៅបុគ្គលិកស៊ីវិលអីទាំងអស់យើងអាចដឹងថាអ្នកទាំងនេះធ្លាប់ហត់លត់ដំស្រួលទាហានហើយ8-10 ខែ 24 ខែប្រជាជនណាមួយក៏អាចការពារអានេះគឺជាមោទនភាពរបស់យើងធ្វើកិច្ចការងារនេះទី2សម្រាប់អតីតយុទ្ធជនអង្គភាពបំរុងនេះគឺសម្រាប់អតីតយុទ្ធជនព្រោះយោធិនរបស់យើងប៉ូលីសរបស់យើងជាពិសេសយោធិនយើងនិយាយតែកងទ័ពទេដល់អាយុមួយត្រូវចូលនិវត្តន៍ផ្អែកទៅលើស័ក្តិអ្នកខ្លះចូលនិវត្តន៍អាយុ32ដោយសារស័ក្តិគាត់ពលទេអ្នកខ្លះចូលនិវត្តន៍អាយុ36ឆ្នាំ42ឆ្នាំដោយសារកលស័ក្តិឡើងលែងរួចឥឡូវគាត់ចូលទៅសង្គមកិច្ចខ្លាយទៅជាស៊ីវិលភ្ជាប់តែមួយគត់គឺតាមសមាគមអតីតយុទ្ធជនដែលជាសមាគមក្រៅរដ្ឋាភិបាលតែពេលដែលយើងបង្កើតអង្គភាពនេះគាត់ខ្លាយទៅជាផ្នែកមួយនៃបងប្អូនយុទ្ធមិត្ត
កងទ័ពបប្រុងអញ្ចឹងអ្នកដែលចូលកាតព្វកិច្ចចប់24ខែគាត់ទៅជាពលទាហានចុះរៀបចំនាយទាហានយ៉ាងម៉េចនាយទាហានគឺសម្រាប់អ្នកអាជីពដែលចូលនិវត្តន៍គាត់ចូលអាជីពសាក់ណាគាត់ទៅសាក់នឹងយើងដូចមានតឡើងភាសាពេលចុះអញ្ចឹងគាត់នឹងចូលឲ្យរៀបចំក្របខ័ណ្ឌស្តៀងគ្នាគាត់នៅនោះមួយខែមួយឆ្នាំមកពីអាទិត្យដូចគ្នាបាទសម្រាប់រៀបចំអញ្ចឹងការរៀបចំបែបនេះយើងនឹងមានគេថាយន្តការមួយទៀតយន្តការគ្រួសារយោធិនបំរុងមួយទៀតដែលគាត់ទៅប៉ុន្តែគាត់ទៅធ្វើស៊ីវិលធ្វើអីមែនប៉ុន្តែមួយឆ្នាំគាត់បានមកពាក់ឯកសណ្ឋានបំពេញការងារជាតបបំរុងពីអាទិត្យសម្រួយបាទហើយយើងកំពុងតែគិតមើលថាតើស័កប្រមាណត្រូវជាប់បំរុងដល់អាយុប្រមាណបាទអញ្ចឹងទៅដើម្បីរៀបចំជាយន្តការបែបនេះនៅប្រទេសគេក៏ដូចគ្នាដែរបាទអញ្ចឹងខ្ញុំសូមបញ្ជាក់សូមពង្រឹងការបកស្រាយច្រើននៅលើបណ្ដាញសង្គមហើយជាពិសេសអ្នកអត់ដឹងរឿងនិយាយឮជាងគេបាទហើយខ្ញុំសរសើរអ្នកខ្លះនិយាយសំបីតែខ្ញុំអ្នកដឹងរឿងចង់ជឿគាត់ដែរគាត់ប្រកែកនិយាយបាទតែខ្ញុំសូមជូនទៅនឹងពួកអានេះយើងនៅក្នុងដំណាក់កាលនៃការរៀបចំនិងការប្រកាសទៅកម្មមុខមិនតាន់ជាគោលដៅចុងក្រោយទៅលើអត្ថប្រយោជន៍ទៅលើគោលការណ៍មួយចំនួនដែលនៅជជែកតែសូមឲ្យយល់ថាការកំណែតម្រង់កងទ័ពគឺក្នុងការបង្កើនប្រសិទ្ធភាពបង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរៀបចំឲ្យស្រួលពង្រឹងជើងក្រោមឲ្យរឹងមាំរៀបចំសាច់ទ័ពបូកជាមួយនឹងឱកាសសម្រាប់ការចូលរួមរបស់យុវជនរបស់យើងនិងគ្រួសាររបស់យើងដែលជួយទៅដល់អញ្ចឹងថ្ងៃក្រោយនៅទូទាំងប្រទេសរបស់យើង20ឆ្នាំទៀតយុវជនភាគច្រើនដល់បាទថាបានឆ្លងយើងអាចយកទាំងអស់គ្នាបានទេបាទពលមួយឆ្នាំគ្រាន់តែអ្នកពេញនឹងប្រហែលជា5-10ម៉ឺនអ្នកប៉ុណ្ណោះហើយពី18ទៅ25-7ឆ្នាំអញ្ចឹងយើងគុណទៅបើយើងយកទាំងអស់គ្នាគឺយើងត្រូវយក1លានអ្នកធ្វើជាទាហានកាតព្វកិច្ចទៅអត់រួចទេអត់មានអាគារនៅទេបាទអត់មានកោជួយអត់មានកន្លែងវឹកវើទេអញ្ចឹងយើងនឹងយកតាមតម្រូវការរបស់យើងតម្រូវការផ្អែកទៅលើសន្ទុះដែលក្រសួងការពារជាតិដាក់ចេញរៀបរាប់យ៉ាងម៉េចបំពេញយ៉ាងណាអានេះយើងចាប់ផ្ដើមអនុវត្តសម្រាប់យោធាដល់ឡែកនគរបាលនិងអាវុធហត្ថគឺរៀបចំរើសតាមយន្តការដែលមានស្រាប់ឧទាហរណ៍នគរបាលត្រូវរើសតាមការប្រឡងអានឹងគាត់ប្រឡងតាមយន្តការរបស់គាត់បាទទៅថ្ងៃក្រោយយើងគិតថាចង់អនុវត្តនឹងហើយរើសសម្រាប់ចូលអានឹងរឿងមួយប៉ុន្តែមុខវាខុសគ្នាឥឡូវយើងផ្ដោតទៅលើការគ្រប់គ្រងកងទ័ពបាទជាមន្ត្រីនគរបាលយុតិធធត្រូវរើសលក្ខខណ្ឌផ្សេងឧទាហរណ៍អាវុធហត្ថគាត់រើសសិតតែ1.8 ម៉ែត្រអីហ៎បាទឥឡូវទាហានដូចរើស1 ម៉ែត្រប៉ុន្មានដែរបាទថ្ងៃមុនគេដាក់មេយោធាខេត្តណាទេកោះកុងទៅចូលរើសអ្នកស្ម័គ្រចិត្តចូលឲ្យវាស់កម្ពស់ឬមួយក៏ស្នងការខេត្តសៀមរាបណាអ្នកទៅរើសគេ1.50 ម៉ែត្រជាងដល់អ្នកដែលត្រូវរើសត1.7 ម៉ែត្រឡើងគេថាទេសម័យនោះសម័យរើសយប់សម័យសព្រាមគាត់ផ្លោងតែខ្ញុំធ្លាប់បត់ពិសោធន៍ពេលដែលខ្ញុំប្រឡងកំងដូររើសតបការខ្ញុំកាន់អង្គភាពប្រចាំប្រកម្មក៏មើលងាយអ្នកទូចនឹងលឿនណាស់ដំបូងខ្ញុំមើលចេញពីជើងភ្នំការីរំឡើងទៅលើដើរប្រហែលជាជាប់ប្រមាណគីឡូប្រមាណម៉ោងខ្ញុំគិតថាអ្នកខ្ពស់ជើងវែងដើរដល់មុនអត់ទេដល់ទៅដល់លើសិតតែអ្នកទូចដើរអត់ឈប់ទៅដល់លើទៅមកបាទតែឥឡូវគេមានស្តង់ដាររបស់គេប៉ុន្តែហ៊ានកាតព្វកិច្ចហ្នឹងយើងដូចអាហ្នឹងស្តង់ដារដូចមិននេះច្រើនទេបាទអ្នករើស1.53 ម៉ែត្រអ្នកត្រូវរើស1.7 ម៉ែត្រឡើង
vậy lên nhé đôi vậy men và áp lên dân rương cá trâu tivi cá cầm này tập rong cứ trâu bùng rương áp bị ba là cách để không cá cướp còng cá bùng rương cá cướp còng to bùng rong tự cào tự miên vô là cá cướp còng nút dương bán cất cháo na hay không mùi đó cứ cá điệp chóm bao biểu vót tam bậc quan tận địa kia còng cá nghe của dung cá bị chiết của dung hay vật thâu của pung từ sắc xa đầm bay điệp chóm bao biểu vót chun vô thân tèng tam bậc quan tận địa kia anh đang dương ban phơi mình thầm thật nặng côn vô ban cái đấy dương phơi kết cù tầm bay phơi dạng nào tivi cứ cá tình yêu dạng ná tầm bay ở miền tây dạ phiếp rồi viêng đầm la phiếp rồi viêng phần sân phiếp cá cột krong nâng cá lẹ cá vô thi anh đang rụp một môn miên này bà mình men ót sót tế dương rô đầm nó sẽ hayกรมปัจจัยกิติเธอพวกเลยสมัยปัจจัยกิติอาจจะบาดที่ปีคือสกปรกกองตอบนี่คือกองตอบเยอะอัดเมียนบอซอโดยใช้เยอะเมียนกระไรสักคาปิบาลเนื้อตามองกับเพียบตอบเนื้อขบกระไรตักปัจจุบันจังสมเอากับทรงการไปเชื่อทรงให้แรงบัตรทรงสกาบาประดิษฐ์มือดำใบประกันสมัติเพียบประกันทนำประกันคนเพียบเราเสว่าเนื้อตามคลินิกตามบรรดาองกับเพียบดำใบนั่งเชี่ยจะมีมวยเตอร์เนื้อขนมกาช่วยอย่างนั้นก็เตอร์ตัวเชี่ยบาเชี่ยองกับเพียบกับรู้พวกองกับเพียบตอบกระไรคลาเราตัวรับเชี่ยบาแต่งไปเชี่ยปรอดในเช่นตรงที่จังประดิษฐ์มือทนำไอ้พ้องสมัยแกะพอเพียบาได้แต่ตัวบรรทุกเรือพลายสกาปิบาลเลยให้กระทรวงเศรษฐกิจแรงบัตรทรงสกาบาลผนึกมือเธอประกันคุณภาพประกันปริมาณอย่างไม่แต่ดอบรรดาองกับเพียบตอบบ่าได้บ่มเป็นเพียงกิจให้กิจมือพ้องคลินิกระบาดอาวุธหัดนึงผลิตพอได้ดำใบช่วยอย่างน่ากอดปนักคางผลิตโดยเมียนบอซอกอดไอตือนี่แขวเส้นใต้โดยเบียนกระไรสกาพิบาลในขนมแต่กองตอบยังเมียนอะไรยังเธอปกเรื่องคุณภาพดับเบียนเสียบนั่นกระไรบ่าดำใบไอบานฉลาดกิจการต่างอันนี้คือยืงบานฟื้นยืงบานจุ่มรุ่งให้เจริญให้ในขนมปฏิระบายยืงประชาชนบายยืงสังแต่ยืงมือtớiสังแต่ครูวิสัยต่างมีการครบดันดับโดยประปอนสกาพิบาลปอนสกาพิบาลคลาคือโดยรถเจงเลยมาร้อยไปร้อยตามโกลโยบายสามัทอสมัยนั้นกระไรกรอคือรถเจงเลยเอากระไรคลาคือตามระยะปะเดพีตามบอซอมันเตรดิสการถเจงกระไรกรมพลคลารถกรมพลเจงปะเดพีมันจะโดนหายยืงเมียนโกลกาโดยสมัครจัดสมัยกูซามันเตรดิสกาไอ้ได้บ้องมาเมินบุญปอนเมินแปมปอนใช่ไหมเมินแปมปอนใบหอยขนมมะขายสมัยกอดบานตะตูนค้างนะโกบาลค้างก็เบียนการกองทัพจุ่มเฮียนนี่ยืมปกเรื่องสมัติพิบไว้อะไรยืมกับปงปนัดมือกลายคลาโดยแตงไปเชื่อปรอดในระบอบแก้วปปอนโดยอมก็แทะเขาโดยบานได้การบานซ้ำมาท่ออะไรนั่งบงเสนฮะบานซ้ำท่อก็ชิกากรอบดันดับซอกกับเพียบปุยบ่านี่คือยืมดังปงรีประธานทิศเราตัดดอลไงกล้อยแต่แต่หยุดจนบานหายบ่ซอจังยืงนั่งคัดคำช่วยเอาตู้เตียงประเทศบ่ยืงประเทศปรอดบ่ยืงเมียนลาตะเพียบเมียนเสวาขอบตันดับกำรัดนามวยเสวาเชื่อบาหนึ่งลางอัดจ่อยจังบ้านคนเพียบตัวแต่วินิโยกทนำทำไมกับลางอุปกรณ์ทำไมกับลางตั้งไอ้กิจชนตั้งรอดปัญไตเอาไว้สำคัญคือการเจงปีกับเป้าระบอบประชาชนของเอาเวลาคลั่งตามระยะยนต์กาวเนี่ยบันในทางประชาชนอาจเจงกำรัดน้ำมวยแต่รถจุยเจงตามยนต์กาประทายทลายเวกิตทลายให้โดยทลายเพลิงเนี่ยไงพอไงเนี่ยไว้แค่นี้ในร่องเพลงเวลาทลายจังจิตตู้เต้าของประเทศทางอ้อทางสิงคโปร์ทางประเทศจัดการยืงเพลงอากิสนีลางทลายแต่ยืงเธอยังไม่ตุบกลมเอาอากิสนีเราบอกยืงลางทลายรถเธอเจงตุบมาจะโดนแล้วเออเดซโดยเจงจังประมาณ80 เหรียญ100 เหรียญบาทเลยดำใบตุบทลายนั่งกลมเอาไปจีจนเจงปีกับไปครูดไอใช่
សុខាភិបាលដូចគ្នាមិនថាតែអតីតយុទ្ធជនកងកម្លាំងប្រដាប់អាវុធគ្រួសារប្រជាពលរដ្ឋមន្ត្រីរាជការយើងនឹងបន្តធ្វើខិតខំរកគ្រប់វិធីឲ្យមានចីរភាពដើម្បីយើងអាចធានានៅសុខុមាលភាពរបស់ប្រជាពលរដ្ឋបាទនេះគឺអ្វីដែលយើងបានធ្វើ40ឆ្នាំមកហើយខ្ញុំតែងតែនិយាយអាយុខ្ញុំជិតកន្លះសតវត្សទៅហើយតែបើលៀបសក់ប្រហែលជាមើលទៅដូចអាយុ30ឆ្នាំសរសើរខ្លួនឯងតិចចុះប៉ុន្តែមិនមែនខ្ញុំទេបានន័យថាអាយុប៉ុនខ្ញុំបើសិនជាជំនាន់80ប្រហែលជាមើលទៅប្រហែលដូចអាយុ80ឥឡូវមែនទេដោយសារអាហារូបត្ថម្ភចេញពីអពតផកអីផងតែឥឡូវប្រជាពលរដ្ឋយើងអ្នកខ្លះបរោះអួតតាម Facebook អាយុ50ជាងមើលទៅក្មេងជាងខ្ញុំទៀតប្រជាពលរដ្ឋសម័យធម្មតាសុខភាពអាហារូបត្ថម្ភសុខាភិបាលយើងមិនទាន់ល្អឥតខ្ចោះដូចគេទេប៉ុន្តែការវិវត្តយើងបានរីកចម្រើនទៅមុខហើយគួរជាទីមោទនភាពជាពិសេសពេទ្យរបស់យើងដែលព្យាបាលរបួសធ្ងន់ធ្ងរណាស់បាទពេលដែលវាយគ្នានេះពេទ្យយើងជួយសង្គ្រោះបានច្រើនមើលរូបតាម Facebook អ្នកខ្លះឡើងអស់មកជារៀងមុខមកតែពេទ្យយើងសង្គ្រោះបានមិនមែនបញ្ជូនទៅក្រៅទេណាវះនៅខាងក្នុងបាទអានេះខ្ញុំមិននិយាយពីរឿងកូវីដអ្នកខ្លះធ្ងន់អាលៀកចង់ 90% តែយើងព្យាបាលជាតែឥឡូវពេទ្យរបស់យើងទាំងយោធាទាំងស៊ីវិលបាទនេះគឺជាមោទនភាពយើងមិនទាន់ស្កប់ទេយើងមិនទាន់បានដល់កម្ពូលដែលយើងចង់បានយើងវិប្រយុទ្ធថែមទៀតយើងឲ្យវិស័យឯកជនរបស់យើងដៃគូពីក្រៅប្រទេសយកបច្ចេកវិទ្យាមកវិនិយោគបន្ថែមនៅក្នុងសុខាភិបាលនៅកម្ពុជាដើម្បីធ្វើយ៉ាងណាពេលជាមួយគ្នារដ្ឋវិនិយោគបន្ថែមពង្រឹងមូលដ្ឋាននៃការអភិវឌ្ឍសុខាភិបាលទាំងមណ្ឌលសុខភាពប៉ុស្តិ៍សុខភាពសមត្ថភាពព្យាបាលពេទ្យបង្អែកស្រុកធ្វើបដាក្នុងឆ្នាំនេះយើងចំណាយច្រើនបាទចំណាយទៅលើថ្នាំលើឈាមថ្នាំទឹកនោមផ្អែមបកើនច្រើនជូនប្រជាពលរដ្ឋកន្លែងខ្លះឥឡូវប្រជាពលរដ្ឋលែងទៅ clinic ចិត្តមណ្ឌលសុខភាពគេទៅយកថ្នាំតែមណ្ឌលសុខភាពព្រោះយើងបានរីកចម្រើនសុខាភិបាលពេទ្យឥឡូវយើងដាក់ជាមួយអប់រំវិធីសាស្ត្រជាជាងរើសពេទ្យដែលពិបាកខ្វះនៅមូលដ្ឋានយើងឲ្យកុងត្រាអ្នកដែលមានសមត្ថភាពកុងត្រារយៈពេលខ្លីទៅនំមកព្រោះបើបញ្ជូនទៅអ្នកខ្លះអត់ចង់ទៅអ្នកខ្លះទៅសុំមកវិញអញ្ចឹងយើងដាក់កុងត្រាតែម្ដងបើន័យថាវិជ្ជបណ្ឌិតគាត់ចូលនិវត្តន៍គាត់កុងត្រាទៅមណ្ឌលសុខភាពនៅនោះបញ្ជូនមិនពេទ្យវិជ្ជបណ្ឌិតវះកាត់ពីភ្នំពេញទៅពិបាកណាស់ទៅដល់ស្រុកមួយនៅលំផាត់ឬមួយស្អីតែបើមានវិជ្ជបណ្ឌិតនៅចិត្តនោះគាត់ទៅត្រែតក្តីគាត់ឬមួយក៏អត់ទៅត្រែតគាត់ចង់ស្ម័គ្រចិត្តរយៈពេលខ្លីគាត់កុងត្រាទៅបានអញ្ចឹងទាំងអស់នេះយើងរុញពាក់ព័ន្ធទៅនឹងសុខភាពដែលខ្ញុំសូមនិយាយបាទគឺសុខភាពតបគ្រួសារតបនគរបាលគ្រួសារនគរបាលអាវុធហត្ថគ្រួសារអាវុធហត្ថមិនខុសពីប្រជាពលរដ្ឋទេយើងត្រូវតែធ្វើហើយក៏មិនភ្លេចអតីតយុទ្ធជននិងគ្រួសារផងដែរបាទអតីតមន្ត្រីរាជការស៊ីវិលនិងគ្រួសារផងដែររដ្ឋនឹងកាន់តែបង្កើនបន្ថែមតាមលទ្ធភាពដែលអាចយើងធ្វើបានតិចច្រើនយើងមានប្រាក់បៀវត្សខ្លះនៅក្រោម1លានយើងនឹងគិតគូរដើម្បីជំរុញប៉ុន្តែខ្ញុំសួរពូខ្លះចូលដំបងប្រាក់សោធនបានតែ 40,000 រៀលទេឥឡូវយើងបង្កើនប៉ុន្តែក្រៅពីប្រាក់យើងមានកន្លែងខ្លះរបបផ្ទះរបបជីវភាពរបបសន្តិសុខសង្គមបសសយើងពង្រីកបន្ថែមនេះគឺជាការបដិញ្ញាចិត្តហើយយើងមិនឈប់ទេយើងនៅបន្តតទៅទៀតនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលតាំងពីសម្ដេចតេជោហើយខ្ញុំដឹកនាំបន្តគណៈបព្វជិជននឹងបន្តដាក់គោលនយោបាយមិនឲ្យប្រជាជនណាមួយអត់មានបានការទទួលយកចិត្តទុកដាក់នោះទេទោះក្នុងកលៈទេសៈណាក៏ដោយហើយមិនបានត្រឹមតែនិយាយទ្រឹស្ដី0ទេពីណាថាអី0មកបើកភ្នែកមើលអត់ទៅតែប្រជាជនបានផលសំខាន់អ្នកបានផលគាត់សប្បាយចិត្តគាត់មិនទាន់សប្បាយចិត្តដាក់សារមកប្រាប់យើងទៅដោះស្រាយជូននិយាយគ្នាខ្មែរនិងខ្មែរជួយដូចគ្នាអត់មានតែគាត់ល្អូមកទៅហៅគាត់ទេបើថាផ្ទះនឹងលិចខ្ញុំដាក់តែអាដាមគុណគឹមភ្លាមដាក់តែអាដាមអ៊ុំរាត្រីភ្លាមចោះទៅមើលជួសជុលភ្លាមផ្ទះរាប់ពាន់ខ្នងវាមិនអាចសំបីតឡានទំនើបផលិតនៅរោងចក្រនៅជប៉ុននៅអាមេរិកចេញមកក៏មានអាខ្លះខូចដែរយានអវកាសមួយមើលធ្វើរាប់ឆ្នាំចំណាយរាប់ពាន់លានពេលហោះទៅគង់តែមានអាកន្លែងខ្លះធ្លាក់ផ្ទុះមកអញ្ចឹងគឺសុំការយកយុទ្ធយើងធ្វើ2ខែ
នៅកន្លែងនឹងចង់ឲ្យទៅជាដូចបរិយពេញហួតទៅអត់បានទេមានដើមឈើដុះមានលូមានអីផ្លូវបេតុងអីអត់បានទេយើងត្រូវធ្វើស្អីមុនសំខាន់ជាងគេជំរកសិនមានដបូលជ្រកកុំឲ្យគាត់នៅក្នុងអាតង់នឹងពេលភ្លៀងមកលេចភ្លើងទឹកអត់យោទឹកដាក់ពាងទឹកថែមបន្ទាប់មកយើងធ្វើបដាឲ្យចែកដើមឈើបងប្អូនខ្លះគាត់បានដើមឈើយកទៅដាំនៅមុខផ្ទះហើយខ្ញុំសូមអរគុណអំពីការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងអតីតយុវជនកន្លែងខ្លះខ្ញុំចូលនៅផ្ទះរបស់គាត់គឺដាំគ្រប់មុខថ្ងៃមុនដូចទៅបឹងជារុកផ្ទះគាត់ដាំគ្រប់មុខអតីតយុវជនគឺភាគច្រើនមួយចំនួនគឺខុសពីជនភាគសឹកគាត់នៅក្មេងគាត់នៅមានទុនខ្លះគាត់ធ្លាប់អាជីវកម្មគាត់ធ្វើអញ្ចឹងគាត់ធ្វើលឿនអ៊ំពូជនភាគសឹកដែលពេលនិវត្តជនភាគខ្លះដែលពេលទៅគាត់កាយសម្បទាសុខភាពចង្កាល់នៅជាមួយមីងជាមួយយាយបាទសំទោសនិយាយដើមពូមួយនោះបន្តិចគាត់នៅជាមួយហើយយាយមិនកើតដោយសារមីងក្មេងដល់សួរទៅមីងទី3អីចឹងទៅខ្ញុំដឹងតែគាត់នៅជាមួយគ្នាគាត់បកលបកើនផលក្នុងនេះការរៀបចំរបស់រដ្ឋាភិបាលជាការផ្ដួចផ្ដើមហើយសូមឲ្យរៀបចំមើលកន្លែងដែលយើងខេត្តនីមួយឬដីសូមមើលកន្លែងដែលអាចបកលបកើនផលបានបាទព្រោះកន្លែងខ្លះយើងបញ្ញាប់ពេកពេលខ្លះទៅកន្លែងថ្មកន្លែងអីហ្នឹងធ្វើពិបាករៀបចំកន្លែងណាដែលមានដីអាចបកលបកើនផលបានធ្វើជូនបាទព្រោះសុខភាពក៏ដូចជាកាយសម្បទានិងកម្លាំងកន្លែងខ្លះនៅឆ្ងាយតលតែអាចនៅនឹងកន្លែងបានបាទអញ្ចឹងយើងអាចទៅរកការងារនៅដូចក្មេងៗឬមួយក៏អ្នកនៅក្រុងបីបានទេបាទភាគច្រើនយើងធ្វើបានល្អប៉ុន្តែកន្លែងខ្លះវានៅបន្តិចពេលខ្លះលឿនបាទអញ្ចឹងសូមឲ្យគិតគូរទៅលើហ្នឹងឡាបាលខេត្តមកទាំងអស់គ្នាបាទកន្លែងខ្លះមានដីមួយចំនួនអាចសម្រាប់សមាគមអតីតយុវជនធ្វើស្នាក់ការបាទហើយមានសប្បុរសជនចូលទៀតចេញរត់ចេញដីសប្បុរសជនចេញអាគារចឹងយើងរួមគ្នាបានសម្រាប់អតីតយុវជនកន្លងទៅសូមអរគុណណាស់បានរួមគ្នាធ្វើបែបនេះបាទព្រោះអាដាមគុណគឹមក៏មកស្នើសុំខ្ញុំសុំដីកងទ័ពកាលនៅជើងគោកចំតាពួរដីកងទ័ពអត់មានទេទីវិជាការហ្នឹងតិចទៀតទ័ពពេញហ្នឹងអត់កន្លែងនៅទេណាឥឡូវទ័ពតែ 50% ចង់ខ្វះផងតិចទៀតថែមទ័ពឲ្យពេញឥឡូវកែតម្រង់ក្រោយនេះទ័ពទៅលុបចោលផ្នែកសឹករងនិងបកើនវរៈសេនាតូចចំណុះគឺកើនកន្លែងខ្លះកើនមួយចង់ជា2មួយពី3អញ្ចឹងប្រយ័ត្នកន្លែងអត់អីនៅបាទអញ្ចឹងអាគារតិចទៀតកន្លែងទ័ពតដោះឡើងលើដែរត្រូវធ្វើរោងឡានបំពាក់រថយន្តបំពាក់អីឲ្យគ្រប់អញ្ចឹងយើងត្រូវធ្វើរួមគ្នាធ្វើនៅខេត្តកណ្ដាលនេះបានមួយពូចេះតែមកចែចៅតែក៏បានធ្វើតាមខេត្តបានច្រើនខ្ញុំកាលនៅជើងគោកមានសេរីភាពទៅច្រើនតាណាឡានតែមួយពីរហ្នឹងប្រុចបាយក្នុងឡានឥឡូវចេញតាណាហ្នឹងអត់បានจะភូតគេទៀតអត់មិនភូតទេលាក់គេទៀតថ្ងៃមុនទៅកពតលួចទៅដល់ចុះមកវិញប្រាប់ចៅហ្វាយខេត្តណែមកដល់ហើយខ្ញុំដឹងបងមកដែរហើយបងក្រាបផ្លូវកាតែបងលួចមកខ្ញុំលួចដឹងដែរគេលួចដឹងព្រោះចេះតែទៅនេះហ្នឹងគឺកាមុនសម្ដេចតេជោក៏អត់សាចេះតែគេដឹងគឺមិនមែនរឿងបែកការទេលំបាកបាទ100គីឡូ200គីឡូបងប្អូនត្រូវពង្រាយកម្លាំង200គីឡូទៅទុកពេលឲ្យគាត់ធ្វើការងារប្រចាំថ្ងៃទៅប៉ូលីស PM ទៅបាទហើយយើងទៅអើទៅយើងធ្លាប់ទៅមេជើងគុកទៅណាឡានទៅ2គ្រឿងដែរឥឡូវឡាន2 3គ្រឿងក៏ទៅបាត់ទៅហ៊ានធម្មតាទេសវត្ថិភាពបំផុតគឺអត់ឲ្យគេដឹងមែនទេបើទៅឲ្យប្រកាសមុនហើយអានឹងកាន់តែអត់សវត្ថិភាពទៅប្រើកម្លាំងច្រើនតែទៅដល់វាក់ហ្មង
បាទប៉ុន្តែនៅតែគេដឹងគេសូមសរសើរសមត្ថកិច្ចគ្រាន់តែឡានចូលដល់ដែនដីដឹងលួចដឹងភ្លាមបាទតែការរៀបចំជួយដល់សមាគមអតីតយុទ្ធជននេះសូមបន្តហើយខេត្តដូចជាប្រធានកិត្តិយសផងនៅតាមខេត្តនីមួយៗទី2គឺការកំណែតម្រង់ខ្ញុំបានបញ្ជាក់ប៉ុណ្ណេះគាត់ទៅជាប្រធានណាស់ឡើយបាទប្រធានណាបាទលើប្រធានបរិញ្ញាពីខ្នងហើយនៅក្រសួងហិរញ្ញវត្ថុពីខ្នងអូខេការក៏បាទសិដ្ឋាគេជួយខេត្តតកែវនិងកោះកុងនៅតែភ្នំពេញនេះកំពតតែជួយពាក់អញ្ចឹងបាទជួយធ្វើត្រកោ100000ដល់យ៉ាងបាទអូខេចឹងឥឡូវសូមបន្ថែមបន្តិចអាដាមចៃបរិនជួយ2ខ្នងបន្ថែមសមាគមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុថែម2ខ្នងស្នងការខេត្តកំពតថែម2ខ្នងជួយ2ខ្នងដំណូសិដ្ឋាជួយទីស្នាក់ការខេត្តតាកែវនិងកោះកុងបាទសូមអបអរសាទរហើយដំអុកញ៉ាមុំប៉ាន់ឌី100000ធ្វើរោងគោផងដែរបាទសូមអរគុណតែមែនដំគុណគឹមសັບថាដូចនៅខ្វះកពតហើយភ្នំពេញហ៎ចឹងជួយមើលផងទៅយើងដូចនៅទល់ជាងគេដូចល្ងាកុំឲ្យល្ងាទៀតចឹងជួយមើលអាចកន្លែងណាជាពិសេសកពតនៅពេញគេថាអាចពិបាកប៉ុន្តែជួយរកកពតជួយមើលដីអាចស្នាក់ការគាត់ឲ្យដីហ៎បាទមានដីរួចហើយខ្វះតអ្នកជួយណាអញ្ចឹងហ៎អរគុណថែមអាគារជូនទៅទៀតបាទអញ្ចឹងនៅឯដំគួងស្រេងមានទីតាំងហើយនៅខ្វះអាគារបាទអញ្ចឹងសង្ឃឹមថាឆ្នាំក្រោយគឺគ្រប់ហើយឡើងនៅល្ងាម្នាក់ឯងមួយដូរអត់បាននឹងចាំធ្វើការលុបប៊ីបន្ថែមបាទហ្នឹងទៅព្រោះខ្ញុំឡើងលក់អចលនៈទ្រព្យពេលនេះក៏មិនកើតបាទគ្រាន់តែវិធីដោះអញ្ចឹងយើងបាន24រាជធានីខេត្តនៅសល់រាជធានីភ្នំពេញដើម្បីជាមូលដ្ឋានរឹងមាំព្រោះការរៀបចំស្នាក់ការបញ្ជាក់អំពីការបដិញ្ញាចិត្តរយៈពេលវែងមិនមែនធ្វើរយៈពេលខ្លីនោះទេនេះគឺជាការបដិញ្ញាចិត្តនិងការរៀបចំបន្តទៅទៀតសមាគមអតីតយុទ្ធជនដែលចូលរួមជាមួយរាជរដ្ឋាភិបាលជួយថែទាំអតីតយុទ្ធជនបាទអញ្ចឹងខ្ញុំក៏ប៉ុណ្ណេះចុះបាទដូចខ្លីដែរឥឡូវដូចយ៉ានិយាយចង់បែកញើសហើយបាទចង់ថែមបន្តិចអតីតកាលយើងក៏និយាយឥឡូវនិយាយពីពាក់ព័ន្ធយោធាទៅមុខអញ្ចឹងខ្ញុំនៅទីបញ្ចប់នេះខ្ញុំជាមួយនឹងការអបអរសាទរទិវាអតីតយុទ្ធជននិងនិវត្តជនកម្ពុជាលើកទី19នាពេលនេះខ្ញុំសូមជូនពរអាដាមលោកជំទាវលោកអ្នកអង្គញាលោកតាលោកយាយអ៊ំពូមីងបងប្អូនអតីតយុទ្ធជននិវត្តជនភ្ញៀវកិត្តិយសជាតិកម្លាំងទាំង3ប្រភេទយុវជនសសយកយុវជនកាកបាទកម្ពុជាទាំងអស់សូមសមស្របទៅនឹងពុទ្ធពរនិងពរទាំង4ប្រការពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លីគ្លៀតឡើយសូមអរគុណឥឡូវថ្ងៃនេះយើងមានការរៀបចំឧបត្ថម្ភជូនសមាគមអតីតយុទ្ធជនសមាជិកអតីតយុទ្ធជន555នាក់និងនិវត្តជនចំនួន515នាក់សរុបចំនួន1065នាក់ម្នាក់ថវិកា50,000រៀលជូនគណៈកម្មការរៀបចំអង្គពិធីថវិកា20លានរៀលហើយជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា5លានរៀលផងដែរហើយឥឡូវអញ្ចេះខ្ញុំនិងគ្រួសារសូមជូន40ខ្នងបន្ថែមទៀតបាទទៅលើអ្វីដែរបាទអញ្ចឹងចាំចូលរួមដើម្បីយើងធ្វើកិច្ចការងារនេះជាមួយគ្នាអានឹងបន្ថែមរឿងអីដែលរដ្ឋាភិបាលប្រមាណ100ខ្នងអានេះរឿងក្រៅបាទ
ហើយបន្ថែមទៅលើតាមមូលនិធិផ្សេងៗដែលយើងរុញទៅឲ្យអតីតយុទ្ធជនហើយជាពិសេសកូនចៅរបស់យោធិនពលីគ្រួសារយោធិនពលីនៅសមរភូមិ2025នេះត្រូវបន្តថែទាំតទៅទៀតអញ្ចឹងខ្ញុំដូចមានប៉ុណ្ណឹង40ដូចនេះយក50ខ្នងមកទៅបើឲ្យលេខ50គត់ចិត្តដល់អាយុ50ឆ្នាំមកទៅធ្វើឲ្យគ្រប់អាយុមកបាទឥឡូវលែងប្រាប់គេ50ឆ្នាំហើយក្មេងពេកថាអាយុកន្លះសតវត្សបាទអញ្ចឹងគឺអរគុណណាស់សាជាថ្មីចំពោះការរៀបចំនៅថ្ងៃនេះដល់គណៈលេខាធិការសមាគមអតីតយុទ្ធជនថ្នាក់ជាតិថ្នាក់ក្រោមជាតិទាំងអស់បណ្ដាក្រសួងសង្គមកិច្ចមន្ទីរសង្គមកិច្ចកាល័យគុំកិច្ចពាក់ព័ន្ធបូកជាមួយនឹងសមាគមនៅតាមរាជធានីខេត្តស្រុកក្រុងទាំងអស់ដែលបានខិតខំរួមគ្នានៅក្នុងការជួយថែរក្សាអតីតយុទ្ធជនរបស់យើងអតីតមន្ត្រីរាជការស៊ីវិលរបស់យើងហើយក៏សូមអរគុណទៅដល់ប្រជាពលរដ្ឋសប្បុរសជនទាំងអស់ដែលបានជួយនិងជាពិសេសលោកអ៊ំពូមីងបងប្អូនដែលជាអតីតយុទ្ធជនអតីតមន្ត្រីរាជការទាំងអស់ដែលបានគ្រប់គ្រងចូលរួមចំណែកក្នុងបុព្វហេតុជាតិមាតុភូមិទាំងស៊ីវិលទាំងក្នុងកងកម្លាំងប្រដាប់អាវុធហើយក៏បន្តរួមពូនជ្រុំដើម្បីកសាងសហគមន៍អតីតយុទ្ធជននិងក្រុមគ្រួសាររបស់ខ្លួនដែលជាកោសិការបស់ជាតិអញ្ចឹងគឺសូមអរគុណនិងសូមជើញធ្វើដំណើរបានសុវត្ថិភាពបាទទៅតាមលំនៅឋានរៀងៗខ្លួនបាទសូមអរគុណអង្គពិធីទាំងមូលជាទីគោរពជាមួយនឹងកម្មវិធីដ៏វិសេសវិសាលបំផុតនេះសូមការអនុញ្ញាតគោរពប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគោរពជូនសម្ដេចមហាបវរទឹកដីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាឱកាសនេះសូមមានសុខុមាលភាពល្អបរិបូរណ៍ប្រាជ្ញាឆ្លៀសវាងវៃនិងទទួលបាននៅពុទ្ធពរទាំង4ប្រការកំបីគ្លៀងឃ្លាតឡើយហើយនៅក្នុងឱកាសនេះគឺសម្ដេចទឹកដីនាយករដ្ឋមន្ត្រីនិងប្រគល់បានថ្លែងអំណរគុណដែលជាបានរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុទ្ធជនយុវជនកម្ពុជាសូមអង្គ